មិនខុសពីកូនស្រីរបស់ត្រកូលធំមែនសូម្បីតែញ៉ាំតែពេលរសៀលក៏ត្រូវមានគេបម្រើដែរអ្នកទៅមកមិនដឹងទេកញ្ញាឆៃមិនត្រឹមតែខ្វាក់ភ្នែកទេនាងថែមទាំងមានជំងឺធ្ងន់ហើយរស់បានមិនយូរទេនិយាយមិនខុសទេខ្ញុំចិត្តស្លាប់ហើយខ្ញុំឈ្មោះឆៃឯនាងពីមុនខ្ញុំជាកូនស្រីលេចធ្លោដែលគ្រប់គ្នាស្រឡាញ់ដោយសារបានឃើញផ្ទាល់ភ្នែកនៅកន្លែងកើតហេតុគ្រោះថ្នាក់របស់ឪពុកម្ដាយខ្ញុំបានកើតជំងឺផ្លូវចិត្តពីការបាត់បង់ម្ដាយបន្ទាប់ពីក្លាយជាក្មេងស្រីខ្វាក់គ្មានអ្នកពឹងពាក់ខ្ញុំបានធ្វើឲ្យយាយឆេងនាំប្អូនស្រីជីដូនមួយមកហើយផ្លាស់មករស់នៅផ្ទះត្រកូលឆៃដើម្បីថែទាំខ្ញុំយ៉ាងយកចិត្តទុកដាក់ប៉ុន្តែមិននឹកស្មានថានៅថ្ងៃដែលជំងឺរបស់ខ្ញុំប្រសើរឡើងខ្ញុំបានឮពីចិត្តងារអាក្រក់របស់យាយឆេងនិងប្រពន្ធរបស់គាត់ភ្នែករបស់ខ្ញុំជាសះស្បើយហើយខ្ញុំត្រូវប្រញាប់ប្រាប់ដំណឹងល្អនេះទៅពូប៉ាតើគាត់នឹងស្លាប់នៅពេលណាមេក្រុមប្លាកតែងតែទូរស័ព្ទមកខ្ញុំចាំបន្តិចទៀតដរាបណាគាត់ទទួលមរតកត្រកូលឆៃនៅក្នុងពិធីខួបកំណើតខ្ញុំអាចធ្វើឲ្យគាត់បាត់ខ្លួនដោយគ្មានអ្នកណាដឹងពេលនោះលុយទាំងអស់នឹងក្លាយជារបស់យើងសំណាងល្អចាប់ពីថ្ងៃនោះមកភ្នែករបស់ខ្ញុំពេលខ្លះអាចមើលឃើញជាអកុសលនៅសល់តែមួយសប្តាហ៍ទៀតនោះជាជីវិតរបស់ខ្ញុំចង់រត់គេចក្រោមការឃ្លាំមើលយ៉ាងតឹងរឹងបែបនេះពិតជារបៀបនរកមែនបងស្រីថ្ងៃស្អែកខ្ញុំនឹងមានមិត្តភក្តិជាច្រើនមកផ្ទះដើម្បីចូលរួម party អ្នកនៅក្នុងបន្ទប់ទៅកុំចេញមកក្រៅឱកាសនេះអ្នកជាអ្នកយកមកដាក់ក្នុងដៃខ្ញុំដោយខ្លួនឯងឈៀបពេលដែលការមើលឃើញរបស់ខ្ញុំត្រឡប់មកវិញត្រូវប្រញាប់ចាក់ចេញមានអ្នកណាម្នាក់ទេកញ្ញាជួយយកកន្សែងមួយមកឲ្យខ្ញុំចង់ជូតដៃសុំទោសខ្ញុំពិតជាគ្មានជំរឿនទៀតទេនឹកស្មានមិនដល់ថាអ្នកពិតជាកូនស្រីអ្នកមានមែនធម្មតាអ្នកលាក់ខ្លួនស្ងាត់ពេកហើយធម្មតាខ្ញុំមិនសូវចូលចិត្តអួតពីទ្រព្យសម្បត្តិទេហាហាជើងឲ្យដើរលឿនទៅហាឈប់សិនកញ្ញាតើមានអ្វីឲ្យខ្ញុំធ្វើហេតុអ្វីបានជាអ្នកពាក់ម៉ាស់មេផ្ទះមិនបានបង្រៀនអ្នកអំពីការរៀបចំខ្លួនទេសុំទោសកញ្ញាខ្ញុំកើតផ្ដាសាយ influencer ខ្លាចឆ្លងទៅភ្ញៀវប្រញាប់ចេញទៅបាទខាងទ្វារធំមានសន្តិសុខយាមមិនសូវមានសុវត្ថិភាពទេមានតែត្រូវប្រើវិធីមិនធម្មតាហើយលោកវេជ្ជបណ្ឌិតលេងបុគ្គលិកលក្ខណៈទី2របស់ប្រធានបានលេចឡើងហើយរត់គេចទៅហើយលោករកមនុស្សសិនផ្ញើទីតាំងមកខ្ញុំនឹងទៅដល់ភ្លាមលោកខ្ញុំមិនដឹងថាអ្នកនឹងបង្ហាញខ្លួនពេលណាទេប៉ុន្តែខ្ញុំព្រមមានអ្នកគុំធ្វើអ្វីហួសព្រំដែនឥឡូវនេះខ្ញុំទៅជាម្ចាស់រាងកាយនេះអ្នកចង់មកបង្រៀនខ្ញុំធ្វើរឿងផ្សេងអ្នកសុំឬមិនថាអ្នកជានរណាទេប្រញាប់ចុះមកឲ្យខ្ញុំសុំទោសអា
បងប្រុសសាយ៉ាបងប្រុសអ្នកមិនអីទេមែនទេអ្នកស្អាតខ្លាំងណាស់ស្រីស្អាតអ្នកស្គាល់ fan សាយ៉ាមែនទេមិនមែនទេបងប្រុសខ្ញុំអាចទៅជាមនុស្សឥតប្រយោជន៍នោះបានយ៉ាងម៉េចបេះដូងនេះលោតលឿនម្លេះមុននេះ fan សាយ៉ាប្រហែលជាចូលចិត្តគេខ្លាំងណាស់ហើយបើខ្ញុំថាប់អ្នកមួយដងតើអ្នកគិតថា Vancia នឹងមានប្រតិកម្មយ៉ាងម៉េចអ្នកឈួតរោគមិនមែនទេតែពេលនេះបែរជាពីការភ្នែកព្រះឲ្យអ្នកលេងសើចជាមួយខ្ញុំមែនទេអ្នកចង់ទៅណាកុំមកចិត្តខ្ញុំប្រាប់អ្នកថាខាងក្រោយនេះគឺផ្ទះខ្ញុំគ្រាន់តែខ្ញុំស្រែកមួយសំឡេងអ្នកក៏រត់មិនរួចដែរខ្ញុំពិតជាខ្លាចណាស់ចប់ហើយចង់រត់ក៏រត់មិនរួចឥឡូវមើលឃើញវិញហើយមានប្រយោជន៍អ្វីប្អូនស្រីខុសសុំទោសខ្ញុំអីយ៉ា Vancia ឈប់រញ៉េញ៉ៃបានហើយមានរឿងអីទៅបែកបាក់បុគ្គលិកលក្ខណៈមែនទេខ្ញុំមិនជឿទេដូចជារាល់ពេលខ្ញុំប៉ះគេបុគ្គលិកលក្ខណៈរបស់គេនឹងបដូរចាំបន្តិចធ្វើអីខ្ញុំធ្វើខ្លួនឯងប្អូនស្រីខ្ញុំស្រីស្អាតតូចអ្នកអូយព្រឺក្បាលស្លាប់ហើយប្អូនស្រីសុំទោសណាខ្ញុំធ្វើឲ្យអ្នកភ័យមែនទេបងប្រុសជំងឺរបស់អ្នកមិនធម្មតាទេភ្នែករបស់អ្នកទីបំផុតខ្ញុំរកឃើញអ្នកហើយចៅឆេងនៅឯណាគេបុកក្បាលដូច្នេះខ្ញុំឲ្យគេត្រឡប់ទៅមុនហើយតើមានរឿងអ្វីកើតឡើងចំពោះអ្នកទាំងពីរវាគឺបែបនេះបើពួកយើងបែកពីគ្នាគេនឹងខ្លាចជាលូយីគេឈ្មោះលូយីម្នាក់តែមិនសូវងាយស្រួលចុះសម្រុងជាមួយប្អូនស្រីអ្នកដែលនៅមុខអ្នកគឺជាអ្នកព្យាបាលផ្លូវចិត្តផ្ទាល់ខ្លួនរបស់ខ្ញុំឈ្មោះលេងគាត់បានឈ្នះពានរង្វាន់អន្តរជាតិជាច្រើនតើអ្នកគឺលោកវេជ្ជបណ្ឌិតលេនដែលបានឈ្នះពានរង្វាន់អន្តរជាតិកាលពីខែមុនអ្នកស្គាល់ខ្ញុំបន្ទាប់ពីខ្ញុំកើតជំងឺងឹតភ្នែកខ្ញុំចាប់អារម្មណ៍លើព័ត៌មានផ្នែកនេះជាងមុនប្អូនស្រីស្ថានភាពរបស់អ្នកបែបនេះហេតុអ្វីបានជាអ្នកនៅខាងក្រៅម្នាក់ឯងបងខ្ញុំរត់ចេញពីត្រកូលសេរឿងនេះនិយាយទៅវិញឆ្ងាយតើខ្ញុំអាចទៅជាមួយអ្នកទាំងអស់គ្នាសិនបានទេបើដូច្នេះទៅជាមួយគ្នាទៅប្អូនស្រីតូចសូមអភ័យទោសដែលបានរំខានបើមានអារម្មណ៍មិនស្រួលប្រាប់ខ្ញុំអូអ្វីដែលនៅក្រោមចង្កេះខ្ញុំមិនមែនជាសាច់ដុំទ្រូងទេមិនខុសពីបរិះក្នុងក្តីស្រមៃរបស់ខ្ញុំនៅសាលាទេសូម្បីតែសាច់ដុំទ្រូងក៏ល្អឥតខ្ចោះដែរក្មេងនេះទីបំផុតក៏មានស្នេហាហើយស៊ីយូមូលហេតុដែលអ្នកមានស្ថានភាពបដូរបុគ្គលិកលក្ខណៈគឺដោយសារក្នុងមន្តសការរបស់អ្នកមិនចង់ឲ្យលូយេចូលទៅចិត្តលោកស្រីស៊ីបន្ទាប់មកទៀតក៏មែនដែរកាលនៅសាលាសិស្សច្បងជាមនុស្សសុចរិតតើអាចឲ្យបរិះអ្នកមានម្នាក់មករំខានជីវិតគាត់បានយ៉ាងម៉េចអាចឆ្លងកាត់ស្រទាប់មន្តសការជ្រៅរបស់ខ្លួននិយាយឲ្យយល់នេះវាជាសញ្ញាល្អសម្រាប់ការព្យាបាលរបស់អ្នកលោកវេជ្ជបណ្ឌិតលីនតើស្ថានភាពរបស់ខ្ញុំបែបនេះបណ្ដាលមកពីអ្វីពីការភ្នែកដោយសារបញ្ហាផ្លូវចិត្តត្រូវដោះស្រាយចំណងក្នុងចិត្តទើបអាចជាសះស្បើយត្រូវធ្វើការប្រឹក្សាផ្លូវចិត្តបន្ថែមដើម្បីជួយក្នុងការព្យាបាលលោកវេជ្ជបណ្ឌិតលីនតើខ្ញុំអាចសុំឲ្យលោកជួយព្យាបាលខ្ញុំបានទេសុំឲ្យខ្ញុំថ្លៃព្យាបាលខ្ញុំថ្លៃណាស់
មិនអីទេខ្ញុំអាចបងបានថ្ងៃនេះខែក្រោយគឺជាថ្ងៃខួបកំណើតអាយុ22ឆ្នាំរបស់ខ្ញុំនៅថ្ងៃខួបកំណើតខ្ញុំនឹងទទួលមរតកទាំងអស់ពីគ្រួសារទាំង10ដល់ពេលនោះខ្ញុំនឹងបង់ថ្លៃព្យាបាលឲ្យអ្នកកុំលេងសើចជាមួយគាត់អីរឿងដែលអ្នកនិយាយមុននេះអំពីការរត់ចេញពីគ្រួសារရှេគឺយ៉ាងម៉េចខ្ញុំបានធ្វើឲ្យខកចិត្តគាត់ចង់សម្លាប់ខ្ញុំក្រោយពិធីខួបកំណើតដើម្បីគេចខ្លួនពីគ្រោះថ្នាក់ខ្ញុំទើបរត់ចេញមកអីចឹងហេតុអ្វីគាត់មិនចាត់ការអ្នកឥឡូវនេះក្នុងបណ្ឌបញ្ជីរបស់ជីតាបានសរសេរថាខ្ញុំជួបអកុសលស្លាប់ទៅមរតកទាំងអស់នឹងត្រូវបរិច្ចាគនឹងមិនទទួលបានអ្វីទាំងអស់អ្នកកុំបារម្ភអីមុនពេលភ្នែកអ្នកជាសះស្បើយអ្នកអាចស្នាក់នៅផ្ទះខ្ញុំបានអ្នកចិត្តខាងប្រកាសជាអាចព្យាបាលអ្នកជាបានដោយសារទំនាក់ទំនងរបស់ខ្ញុំជាមួយខ្ញុំអាចព្យាបាលអ្នកដោយឥតគិតថ្លៃក៏បានប៉ុន្តែពេលព្យាបាលអ្នកទាំងពីរប្រហែលជាត្រូវស្នាក់នៅបន្ទប់តែមួយហើយអ្វីបន្ទប់តែមួយវានឹងធ្វើឲ្យគាត់ភ័យមែនទេនោះមិនមែនជារង្វាន់សម្រាប់ខ្ញុំទេខ្ញុំគិតថាខ្ញុំយល់ព្រមអ្វីបងសិស្សជាន់ខ្ពស់អ្នកបានជួយខ្ញុំច្រើនណាស់ឥឡូវមានកន្លែងដែលអ្នកត្រូវការខ្ញុំនឹងមិនបដិសេធជាដាច់ខាតល្អអីចឹងសម្រាប់យ៉ាងរីករាយតាមនេះចុះអ្នកលេបថ្នាំទៅបន្តិចទៀតពេលអ្នកទាំងអស់គ្នាលែងដៃខ្ញុំមើលប្រសិទ្ធភាពថ្នាំបើមិនបានទេត្រូវបង្កើនកម្រិតថ្នាំខ្ញុំជួយរំខានអ្នកនាង Shea ហើយខ្ញុំពិតជាយកចិត្តទុកដាក់មែនសិស្សច្បងតើលេបបែបនេះមែនទេតែបូមាត់របស់សិស្សច្បងទន់ណាស់អរគុណអ្នកមីងមិនអីទេដល់ពេលដោះលែងចេញមកមើលប្រសិទ្ធភាពថ្នាំហើយCome on បានហើយចង់ចប់មែនតើសិស្សប្អូនអ្នកលែងដៃទៅអីចឹងខ្ញុំលែងដៃហើយចាប់ផ្ដើមទៅលេងមិនខ្ញុំនឹងសម្លាប់អ្នកឲ្យបានចេនវាយអ្នកហ៊ានឥឡូវស្ងាត់ជាងមុនច្រើនហើយមើលទៅត្រូវបង្កើនកម្រិតថ្នាំ2ដងថ្នាំមុនលែងមានប្រសិទ្ធភាពហើយត្រូវធ្វើថ្នាំថ្មីមុនពេលទទួលបានថ្នាំថ្មីអ្នកទាំងពីរត្រូវតែនៅជាមួយគ្នារហូតមិនអាចចាក់ចេញបានទេអីចឹងសំបីតែញូតទឹកក៏នៅជាមួយគ្នាដែរអូយយប់ជ្រៅប៉ុណ្ណេះហើយខ្ញុំត្រូវប្រញាប់ទៅធ្វើថ្នាំឲ្យរួចសិនខ្ញុំទៅហើយណាបងប្រុសខ្ញុំអាចជួយអ្នកបានត្រឹមនេះប៉ុណ្ណោះព្រះជាម្ចាស់ព្រះពុទ្ធនិងព្រះម៉ែម៉ារីសូមឲ្យទេពធីតាអាចមើលឃើញឡើងវិញទោះត្រឹម1វិនាទីក៏បានអ្នកមីងខ្ញុំត្រៀមក្រោកហើយអ្នកមីងប្រយ័ត្នកុំឲ្យដួលណាបានមើលទៅឃើញហើយមិនខុសពីបងច្បងមែនធ្វើការអ្វីក៏មកចត់ដដែលអ្នកនៅក្មេងណាស់ខ្ញុំស្អប់ខ្លួនឯងណាស់ដែលស្រឡាញ់អ្នកបែបនេះអរគុណព្រះជាម្ចាស់ខ្ញុំតែងតែនិយាយខុសពេលខ្ញុំចង់និយាយអ្វីមួយហាខាងក្នុងក្តៅពេកហើយត្រូវតែមិនឲ្យគេដឹងការមើលឃើញបានប្រសើរឡើងវិញនេះមានន័យថាមើលឃើញមែនទេប្អូនស្រីរងចាំបន្តិចខ្ញុំទៅយកខោអាវគេងមួយឈុតអុកចិត្តស្ងប់ហើយធម្មជាតិនឹងត្រជាក់ចិត្តស្ងប់ហើយធម្មជាតិនឹងត្រជាក់បងច្បងខ្ញុំគួរលាងមុខដុសធ្មេញយ៉ាងម៉េចបងមិនអាចចូលទៅជាមួយខ្ញុំបានទេមែនទេកុំបារម្ភមានពិនFancy you អ្នកស្អាតតូចពួកអ្នកធ្វើបានល្អណាស់អ្នកស្អាតតូចលែងខ្ញុំទៅខ្ញុំភ័យស្លាប់ហើយអ្នកមិនស្ដាប់បង្គាប់បែបនេះតើឲ្យខ្ញុំលែងអ្នកយ៉ាងម៉េច
លែងលាក់ហើយទូយ៉ាងណាការចងចាំរបស់ពួកគេក៏មិនដូចគ្នាដែរហើយអ្វីអ្នកភ័យបែបនេះមុននេះពួកអ្នកធ្វើអ្វីគ្នាអ្នកចិត្តខាងនិយាយថាវាមានអ្នកមានចរិតឆាប់ខឹងនិងមិនទៀងទាត់ចូលចិត្តវាគ្នានិងបង្ករឿងមិនឈប់ប៉ុន្តែហេតុអ្វីកាន់តែមើលខ្ញុំកាន់តែមានអារម្មណ៍ថាគ្រាន់តែជាក្មេងតូចម្នាក់ត្រូវមុនស្នេហ៍របស់ខ្ញុំធ្វើឲ្យវង្វេងហើយមែនទេអ្នកក៏ចូលចិត្តខ្លួនឯងដែរយើងធ្វើកិច្ចព្រមព្រៀងគ្នាទៅកិច្ចព្រមព្រៀងត្រូវហើយខ្ញុំត្រូវការអ្នកចិត្តខាងជួយព្យាបាលជំងឺឲ្យខ្ញុំលក្ខខណ្ឌនៃការព្យាបាលគឺត្រូវសហការជាមួយវិធីព្យាបាល Fancy You ប៉ុន្តែយើងជាប្រុសស្រីខុសគ្នាការនៅជាមួយគ្នារហូតវាមិនសូវងាយស្រួលទេហើយខ្ញុំគិតថាអ្នកក៏ចង់ចេញទៅខាងក្រៅស្រុកខ្យល់ខ្លះដែរមែនទេតារាប់ណាអ្នកយល់ព្រមនឹងខ្ញុំអ្នកគ្រប់គ្រងកំហឹងរបស់ខ្លួនឯងកុំទៅវាយគេផ្ដេសផ្ដាសខ្ញុំអាចធានាបានថាលុះត្រាតែមានស្ថានភាពចាំបាច់ខ្ញុំនឹងមិនបង្ខិតបង្ខំអ្នកទេហើយខ្ញុំនឹងសហការជាមួយអ្វីក៏ដោយដែលអ្នកចង់ធ្វើតើយ៉ាងម៉េចខ្ញុំយល់ព្រមលឿនម្លេះអូអញ្ចឹងយើងសន្យាគ្នាដោយចង់រែមដៃណាខ្ញុំភ្លេចថាយើងប៉ះគ្នាមិនបានទេជួយដោះខ្ញុំចេញសិនមិនបានទេការព្រមព្រៀងគឺកំណត់តែពេលថ្ងៃប៉ុណ្ណោះពេលយកគ្រោះថ្នាក់ពេកបើសិនជាអ្នករត់គេចទៅវិញថ្ងៃស្អែកខ្ញុំនឹងឲ្យអ្នកចេញមកជាក់ជាមិនខានប៉ាកុំយំខ្ញុំស្អាតអ្នកមានរឿងអីមិនអីទេគ្រាន់តែសុបិនអាក្រក់ប៉ុណ្ណោះល្ងងមែនទាំងដេកលក់ហើយតើចាប់ដៃបានយ៉ាងម៉េចគ្រាន់តែប៉ះអ្នកខ្ញុំនឹងខ្លាចជាគេវាពិតជាមិនយុត្តិធម៌មែនអូនស្អាតអរុនសួស្ដីហេតុអ្វីជាអ្នកទាំងពីរពិតជាគិតថាខ្លួនឯងជាទូប្រុសស្រីមែនទេគិតថាដេកលក់ហើយអាចកាន់ដៃគ្នាពេញមួយយប់មែនទេសៀវនិងដុកទ័រលេនកំពុងរងចាំអ្នកនៅជាន់ក្រោមហើយព្រឹកព្រលឹមសោះជួបតែរឿងស្អីសាកសពត្រូវបានបោះចោលនៅមាត់ទន្លេនេះត្រូវបានប្រជាពលរដ្ឋដែលរត់ហាត់ប្រាណប្រទេសឃើញពួកដែលចាប់បានកាលពីយប់មិញសុទ្ធតែជាកូនចៅតូចតាចខាងប៉ូលីសសួរចម្លើយមិនបានព័ត៌មានអ្វីទេហើយមានអ្វីទៀតរបាយការណ៍ដែលត្រូវបានយកទៅកាលពីម្សិលមិញគឺជាព័ត៌មានរបស់អ្នកស្រី Shea បញ្ជូនមនុស្សទៅតាមដានគេឆេងកត់ត្រារាល់ការតាក់ទងរបស់គេជាមួយមនុស្សគ្រប់រូបរកឃើញហើយ Shea នេះអាយុ21ឆ្នាំនាងគឺជាកូនស្រីលំដាប់កំពូលទាំង10ដែលមិនធ្លាប់បង្ហាញខ្លួនជាសាធារណៈនាងមានស្នាដៃគួរឲ្យកត់សម្គាល់ក្នុងវិស័យរាំកាលពី2ឆ្នាំមុននាងនឹងសែលោកប្រុសយកតែងតែទៅបរិច្ចាគជំនួយនៅមន្ទីរពេទ្យផ្លូវចិត្តដូចគ្នាអញ្ចឹងទំនាក់ទំនងរបស់គេជាមួយគេឆេងគឺថាលោកkiaគឺជាអ្នកដែលធ្វើឲ្យនាងខកចិត្តតាក់ទងទៅគេឆេងខ្ញុំចង់ជួបគេលោកប្រធានអាចត្រៀមចេញដំណើរបានហើយសមាជិកក្រុមប្រឹក្សាទាំងអស់បានមកដល់ហើយរៀបចំទៅចាំបន្តិចសិនមានអ្វីកើតឡើងខ្ញុំគិតថាកិច្ចប្រជុំថ្ងៃនេះអាចឲ្យលុយយីទៅជំនួសបានឲ្យគេទៅក៏ត្រូវអរគុណដល់ការចរចាវាងអ្នកស្រី Shea និងលុយយីដែរឥឡូវនេះអ្នកត្រូវស្គាល់និងយល់ពីអ្នកមានទ្រព្យឲ្យបានច្រើនជាងមុនប្រឈមមុខនឹងជីវិតនិងការងារជាមួយគ្នាវានឹងជួយដល់ស្ថានភាពជំងឺរបស់អ្នកបានច្រើនបានចៅឆេងរៀបចំព័ត៌មានលម្អិតអំពីពាក្យហ៊ុនរបស់ក្រុមហ៊ុនហើយរៀបចំមួយច្បាប់ឲ្យលុយយីប៉ុន្តែលោកប្រធានថ្ងៃនេះខ្ញុំដឹងថាអ្នកកំពុងបារម្ភអ្វីបង្ហាញចំណុចខ្សោយបន្តិចតាមសំរុំទើបត្រីធំដែលនៅពីក្រោយនោះចូលមកស៊ីនុយអ្នកកុំបារម្ភខ្ញុំនឹងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីទប់ស្ថានភាពរបស់លូយីសង្ឃឹមថាពួកយើងទាំងអស់គ្នានឹងជាសះស្បើយឆាប់ពួកសមាជិកក្រុមប្រឹក្សាទាំងនោះហេតុអ្វីអ្នកនៅទីនេះប្អូនទី3ចេញទៅដើរលេងទៀតហើយឪពុកខ្ញុំក៏ទៅដើរលេងក្រៅប្រទេសជាមួយម្ដាយខ្ញុំទៀតហើយគ្រួសារមួយនេះសុទ្ធតែគ្មានមហិច្ឆតាឪពុកខ្ញុំនិយាយហើយក្នុងគ្រួសារមួយមានម្នាក់រកលុយបានគ្រប់គ្រាន់ហើយបងប្រុសខ្ញុំគ្រប់គ្រងក្រុមហ៊ុនបានល្អបែបនេះពូទី2គ្រាន់តែចង់ឲ្យអ្នកសម្រាកបន្តិច
ខ្ញុំនឹងធ្វើឲ្យគាត់ដឹងថាក្រុមប្រឹក្សាភិបាលទាំងមូលស្ថិតក្រោមការគ្រប់គ្រងរបស់ខ្ញុំពិតជាធ្វើឲ្យខ្ញុំឈឺក្បាលមែនតើរសជាតិរបស់អ្នកជាអ្វីទៅអ្នកទ្រាំប្រើសិនទៅចៅឆេងកំពុងរៀបចំទូខោអាវថ្មីឲ្យអ្នកហើយពេលនោះនឹងរៀបចំតាមចំណូលចិត្តរបស់អ្នកទាំងអស់អូត្រូវហើយកំពុងរៀបចំហើយពេលនោះឲ្យអ្នកទទួលខុសត្រូវហាងម៉ូដែលអ្នកចូលចិត្តនឹងដឹកជូនដល់ផ្ទះផ្ទាល់ព័ត៌មានទាំងនេះអ្នកចាំបានទាំងអស់ហើយឬនៅបន្តិចទៀតមិនអាចឲ្យគេមើលដឹងបានទេរឿងប៉ុណ្ណេះក៏ចាំមិនបានតើអ្នកគិតថាខ្ញុំល្ងងដូច fan CU ឬហេតុអ្វីមិនទាន់មកទៀត CU នេះមានរឿងអីកិច្ចប្រជុំសំខាន់បែបនេះក៏មិនយកចិត្តទុកដាក់ដល់ម៉ោងនេះហើយនៅមិនទាន់មកមើលទៅរបួសសំសើមមិញធ្ងន់ណាស់ប្រហែលមានរឿងអ្វីមួយរារាំងយើងរងចាំបន្តិចទៀតចាំអ្វីទៀតពេលវេលារបស់យើងមិនមែនជាពេលវេលាទេលើកដៃបោះឆ្នោតអនុម័តទៅខ្ញុំនៅរងចាំរកលុយច្រើនពីគម្រោងនេះពូវាងប្រញាប់អីម្លេះបងប្រុសខ្ញុំក៏មិនទាន់មកដែរខ្ញុំយល់ព្រមបង្កើនការវិនិយោគក្នុងគម្រោងជួអានខ្ញុំយល់ព្រមហេអ្នកទាំងអស់គ្នាពូទី2អ្នកនិយាយអ្វីមួយទៅលោកអ្នកទាំងអស់គ្នាជួយទុកមុខឲ្យខ្ញុំផងរងចាំ20នាទីទៀតបើ CU មិនទាន់មកទៀតយើងចាំបោះឆ្នោតម្ដងទៀតមានតែអ្នកទេដែលចេះធ្វើមនុស្សល្អបងប្រុសហេតុអ្វីមិនទាន់មកទៀតពួកចាស់ទាំងនេះកំពុងប៉ះបល់ហើយលោកម្ចាស់នេះគឺបងប្អូនជីដូនមួយរបស់លោកឈ្មោះវិសាលភាពតើត្រូវពិបាកចិត្តប៉ុណ្ណាទើបដាក់ឈ្មោះបែបនេះបងធំតើបងអាចទុកចិត្តបានឬអត់កញ្ញាអ្នកមិនអីទេប្រហែលជាអ្នកទាំងអស់គ្នាត្រូវទៅដោយខ្លួនឯងហើយហ្វាន CU អ្នកគ្មានប្រយោជន៍មែនខ្លាចតែមនុស្សចាស់ពី3នាក់ដែលចិត្តចូលភ្នោបើលេងត្រូវលេងឲ្យធំខ្ញុំនឹងជួយសងសឹកឲ្យអ្នកហ្វាន CU កុំអរគុណខ្ញុំខ្លាំងពេកតពេលហើយក្នុងនាមជាពូទី2របស់ CU ខ្ញុំក៏បានកំអស់ពីសមត្ថភាពហើយខ្ញុំសូមប្រកាសថាខ្ញុំមិនទាន់មកដល់ផងក៏ប្រញាប់ប្រកាសហើយពួកអ្នកប្រញាប់ទៅកើតជាថ្មីគម្រោងអានជូត្រូវបានបដិសេធគម្រោងសំខាន់បែបនេះបែរជាបដិសេធភ្លាមវាហាក់ដូចជាការសម្រេចតាមអំពើចិត្តពេកហើយបើមិនព្រមក៏ទៅស្លាប់ទៅឲ្យវាឈួតមែននេះនៅតែជាបទចម្រៀងរបស់ខ្ញុំដែលមិនសូវបញ្ចេញអារម្មណ៍ហើយតែងតែធ្ងន់ធ្ងរមែនទេមិនមែនត្រូវបានគេបញ្ចាំងខុសទេយឺតពេលមកក៏មិនអីតែឥឡូវនេះឯងមានអាកប្បកិរិយាអ្វីនរណាអនុញ្ញាតឲ្យឯងនិយាយជាមួយមនុស្សចាស់បែបនេះឯងជានរណាមកពីណាបើចង់លេងជាឪពុកម្ដាយរបស់គេក៏ត្រឡប់ទៅផ្ទះទៅលេងជាមួយម៉ែឯងទៅនៅទីនេះខ្ញុំជាអ្នកធំឯងមិនមែន Dead Fish ទេតើឯងជានរណាឲ្យប្រកាសលោកតេងបើរស់ធុញហើយក៏ទៅស្លាប់ទៅកុំមកធ្វើរោគដាក់ខ្ញុំ
បើគិតថាខ្ញុំមិនមែនជាមនុស្សដើមចូលយកស្តាំងមកឯងគ្រាន់តែបើកមាត់និយាយហើយចង់បង្ខូចកេរ្តិ៍ឈ្មោះខ្ញុំមែនទេប្រយ័ត្នយប់នេះខ្ញុំចាប់ឯងបោះចូលរណ្ដៅលាមកឲ្យលងស្លាប់ចប់ហើយត្រូវថតវីដេអូទុកឯងនិយាយបំផ្លាញការពិតអ្នកយាមគេខ្លាញ់ធ្វើជាប្រធានក្រុមហ៊ុនចាប់គេទៅអូយគាត់ប្រកាសជាមិនមែនជាត្រីងាប់ដែលត្រូវបានត្រឡប់មកវិញទេលោកក្រុមប្រឹក្សាភិបាលទាំងអស់នេះគឺជាគម្រោងលំនៅឋានសុវត្ថិភាពរបាយការណ៍ត្រួតពិនិត្យពីភាគីទី3អំពីសម្ភារៈសំណង់ស្នូលសូចនាករជាច្រើនមិនស្របតាមស្តង់ដារជាតិទេអ្វីឯកសារមុនបង្ហាញយ៉ាងច្បាស់ថាសម្ភារៈសំណង់ស្នូលទាំងអស់គឺផលិតដោយបច្ចេកវិទ្យាថ្មីដែលសន្សំថាមពលនិងការពារបរិស្ថានយើងបានប្រកល់ភស្តុតាងទាំងនេះទៅប៉ូលីសរួចហើយអ្នកពាក់ព័ន្ធត្រូវបានចាប់ខ្លួនរួចហើយពេលនេះកំពុងសួរចម្លើយដើម្បីរកថាតើមានអ្នករួចខ្លួនទៀតឬអត់អ្នកទទួលខុសត្រូវលើការទិញសម្ភារៈរបស់លោកចាស់គឺមនុស្សដែលអ្នកលើកតម្កើងឲ្យឡើងមកមែនទេគេហ៊ានធ្វើរឿងបែបនេះមែនទេខ្ញុំពិតជាទុកចិត្តមនុស្សខុសហើយពួកចាស់ពេលក្រោយធ្វើការត្រូវប្រុងប្រយ័ត្នឲ្យបានល្អខ្ញុំជាប្រធានក្រុមហ៊ុនមិនមែនជាអ្នកមើលថែដែលមកសម្អាតកំហុសឲ្យពួកអ្នកទេជាពិសេសពួកដែលចូលចិត្តលេងល្បិចសម្ងាត់ល្អជាងគេគឺធ្វើការដោយប្រយ័ត្នប្រយែងអ្នកថាត្រូវទេលោកចាស់និយាយត្រូវហើយពិតកិច្ចប្រជុំតើវាកើតរឿងអ្វីឡើងពិតប្រាកដលោកហ្វេនខ្ញុំតើអ្នកណាជាមនុស្សដែលមកថ្ងៃនេះទៅរកមើលថា Fancy You ទៅណាឲ្យខ្ញុំហើយប្រាប់អ្នកដែលចូលទៅថ្ងៃនេះឲ្យបិទមាត់បើសិនជាសួរដេញដោលហើយហ៊ាននិយាយអ្វីដែលឲ្យគ្រួសារទាំងមូលរបស់វាទៅជាមួយវារៀបចំឡានខ្ញុំនឹងទៅផ្ទះត្រកូលሼលោកហ្វេនឯងទៅចលនាផងទៅយូរប៉ុណ្ណឹងហើយនៅតែរក C&E មិនឃើញពួកឯងទាំងអស់គ្នាធ្វើអីនឹងប៉ាខ្ញុំខុសហើយខ្ញុំពិតជាដឹងថាខ្ញុំខុសហើយពួកអសមត្ថភាពបើរកមិនឃើញទេទៅស្លាប់ទាំងអស់គ្នាសូមទោសលោកម្ចាស់ខ្ញុំមិនបានចិត្តណាទេមិនអីទេជាតិក្រោយចាំប្រយ័ត្នលោកម្ចាស់ខ្ញុំខុសហើយខ្ញុំពិតជាខុសហើយទៅរៀបចំអីវ៉ាន់ឲ្យកញ្ញាប៉ាសូមឲ្យខ្ញុំមួយឱកាសទៀតខ្ញុំប្រកាសជាអាចរកមីងឈិឃើញគ្មានឡានអ្នកឯងត្រូវពិចារណាខ្លួនឯងឲ្យបានល្អអ្នកនាងជ័យលោកម្ចាស់ទៅផ្ញើសារមកថាគាត់រវល់រួចរាល់ហើយឲ្យពួកយើងរងចាំគាត់ហើយត្រឡប់ទៅជាមួយឡានស្អុះស្អាប់ពេកពួកយើងស្នាក់នៅព្រះវិហារនេះមួយសន្ទុះសិនទៅពិតជារំខានអ្នកហើយនៅក្បែរនេះមានកន្លែងសារភាពបាបទេមានប៉ុន្តែពេលនេះបូជាចាឲ្យមិននៅទេមិនអីទេអញ្ចឹងពេលលោកម្ចាស់មកដល់ខ្ញុំនឹងមកទទួលអ្នកទីនេះមានសុវត្ថិភាពនិយាយមកអ្នកហៅខ្ញុំមកធ្វើអ្វីគេឆេងក្មួយស្រីរបស់អ្នកតើនាងទៅពាក់ព័ន្ធជាមួយវ៉ែនសៀបានយ៉ាងម៉េចឆេនយីអ្នកដឹងថាគាត់នៅឯណាទេរឿងនេះខ្ញុំដឹងបានយ៉ាងម៉េចអ្នកកុំភ្លេចអ្នកបានជួលបងប្អូនឲ្យសម្លាប់ប្តីប្រពន្ធគ្រូសាឆេខ្ញុំជាអ្នកជួយលាងសម្អាតរឿងទាំងអស់ឲ្យអ្នកថែមទាំងជួយអ្នកសម្លាប់មេគ្រូសាឆេទៀតទើបអ្នកមានថ្ងៃនេះខ្ញុំក៏បានជួយអ្នកចាប់ពង្រត់ម្ដាយកូនគ្រូសាវ៉ែនមិនមែនទេយើងស្មើគ្នាហើយស្មើគ្នាអ្វីស្ត្រីនោះស្លាប់ហើយប៉ុន្តែសត្វតូចកំណាចនោះបែរជានៅរស់ហើយត្រឡប់ទៅគ្រួសារវ៉ែនវិញឥឡូវនេះខ្ញុំមិនទទួលបានអ្វីទាំងអស់ខ្ញុំបានឲ្យមនុស្សប្រើគ្រប់វិធីដើម្បីដោះស្រាយជាមួយគាត់អ្នកណាដឹងថាគាត់នៅក្មេងបែបនេះបែរជាអាចរត់ចេញពីភ្នំបានថ្ងៃនេះខ្ញុំហៅអ្នកមកមិនមែនដើម្បីជាគ្រឿងចាស់មកនិយាយទេតើឆៃអញ្ញៃនិងវ៉ែនសាយមានទំនាក់ទំនងអ្វីនឹងគ្នាហើយអ្វីហ្វេនសាយរកមនុស្សឲ្យស៊ើបអង្កេតគាត់ខ្ញុំពិតជាមិនដឹងទេរយៈពេល2ឆ្នាំនេះខ្ញុំបានឃុំគាត់ទុកនៅផ្ទះជាមិនដែលទៅណាទេបើអ្នកមិនស៊ើបឲ្យដឹងថារឿងនេះពិតជាយ៉ាងម៉េច
ខ្ញុំនឹងធ្វើឲ្យការខិតខំរបស់អ្នកទាំងអស់ខ្លាយជាឥតប្រយោជន៍ទីបំផុតវាមិនមែនជាកំហុសរបស់ខ្ញុំទេមិនមែនខ្ញុំដែលសម្លាប់ប៉ាម៉ាក់ទេកុំយំលោកយីឈឺទេឈឺមិនឈឺអីពេលត្រូវគេចាប់ជំរិតពេលនោះអ្នកប្រកាសជាភ័យខ្លាំងណាស់អ្នករត់ចេញមកម្នាក់ឯងពិតជាលំបាកសម្រាប់អ្នកណាស់មនុស្សឈួតនិងមនុស្សអាក្រក់បែបនោះគួរឲ្យខ្លាចណាស់គាត់ចង់ចាប់អ្នកដើម្បីរំលោភអ្នកគឺជាអ្នកដែលរត់ចេញពីដៃរបស់វ៉ាងវីពេលណាទើបគាត់បាត់ទៅពិតជារំខានមែន Save your room between us មុននេះមិនអើពើនឹងខ្ញុំទេមួយសប្តាហ៍ហើយមិនមែននៅខាងទៀតទេមែនទេលោកខ្ញុំគឺបានធ្វើឲ្យកូនលំបាកព្រោះក្មេងមិនស្ដាប់បង្គាប់ហើយរត់ចេញផ្ដេសផ្ដាសក្នុងអំឡុងពេលនេះពិតជារំខានលោកច្រើនហើយអ្នកគឺម្នាក់ដែលធ្វើបាបមែនទេមិនមែនទេមិនមែនខ្ញុំទេខ្ញុំគ្រាន់តែបារម្ភពីលោកនឹងមានអាយុ22ឆ្នាំនៅថ្ងៃខួបកំណើតហើយនឹងទទួលមូលនិធិមួយចំនួនដែលទុកសម្រាប់គាត់នៅសល់ពេលមិនច្រើនថ្ងៃទៀតទេខ្ញុំត្រូវនាំគាត់ត្រឡប់ទៅរៀបចំខ្លះបើលែងដៃអ្នកចប់ហើយក្តៅណាស់មែនទេមិនក្តៅទេមនុស្សឈួតមិនក្តៅក៏ល្អហើយមើលខ្ញុំធ្វើអីផឹកឲ្យនៅក្តៅទៅអ្នកទទួលខុសត្រូវយកតែឲ្យលោកផឹករួចសិនទើបអាចទៅបានយល់ហើយមុននេះខ្ញុំបានស្ដីបន្ទោសយ៉ាងខ្លាំងម្ដងខ្ញុំដឹងថាខ្ញុំធ្វើខុសហើយកុំខឹងខ្ញុំទៀតបានទេតើអ្នកធ្វើខុសអ្វីអ្នកគិតថាខ្លួនជាអ្វីហ៊ានមកសួរដេញដល់រឿងរបស់ខ្ញុំទៀតគេបានប្រមេតអ្នកមែនទេប្រហែលជាមែនបើអីចឹងហេតុអ្វីមិនវាយគេខ្ញុំខ្លាចគេនឹងសប្បាយពេកសាច់អីហ្នឹងអ្នកទាំងពីរដល់ពេលលេបថ្នាំហើយដៃអ្នកមិនអីទេមែនទេសេយ៉ានេះជាថ្នាំដែលទើបនឹងផលិតបានវាមានប្រសិទ្ធភាពប៉ុន្តែមិនទាន់មានស្ថិរភាពទេអ្នកលេបពីរវគ្គសិនខ្ញុំនឹងកែសម្រួលបន្ថែមញៀននឹងការចុចហើយមែនទេបើមិនលែងខ្ញុំធ្វើមិននឹងអាចសាកប្រសិទ្ធភាពថ្នាំបានមិនបានបដូរបុគ្គលិកលក្ខណៈទេមើលទៅប្រសិទ្ធភាពថ្នាំល្អមែនទែនអ្នកលេបពីរវគ្គសិនខ្ញុំនឹងកែសម្រួលបន្ថែមគេឆេញមករកខ្ញុំដើម្បីឲ្យខ្ញុំត្រឡប់ទៅវិញមែនទេខ្ញុំមានរឿងមួយចង់ប្រាប់អ្នកទាំងអស់គ្នារឿងនេះគឺ Van King King និងគេឆេញសហការគ្នាធ្វើមិនថាជារឿងចាប់ចម្រិតនិងជួញដូរមនុស្សកាលពីកុមារនៅតែជារឿងគ្រោះថ្នាក់ចរាចរណ៍របស់ពូនិងមីងឥឡូវនេះយើងនៅតែមិនមានភស្តុតាងជាក់ស្ដែងមិនអាចធ្វើឲ្យពួកគេភ្ញាក់ខ្លួនបានទេដូច្នេះខ្ញុំក្រុងនឹងបង្ខំឲ្យពូចេញពីរូងអ្នកចង់ធ្វើដូចម្ដេចខ្ញុំនឹងឲ្យគេឈរនៅពេលកំពុងឡើងដល់កំពូលរួចធ្លាក់ចុះយ៉ាងឈឺចាប់ពេលមិនអាចទទួលបានអ្វីដែលចង់បានគេនឹងបង្ហាញកំហុសដោយខ្លួនឯងខ្ញុំគោរពការសម្រេចចិត្តរបស់អ្នកប៉ុន្តែអ្នកត្រូវការពារខ្លួនឯងឲ្យបានល្អអ្នកធ្វើអីអ្នកដែលជាបុគ្គលិកលក្ខណៈដើមនេះបរាជ័យពេកហើយសូម្បីតែការតាមប្រមាញ់ស្រីក៏មិនលឿនដូចបុគ្គលិកលក្ខណៈអ្នកមានទៀតអ្នកជាអ្នកបដូរបុគ្គលិកលក្ខណៈដោយខ្លួនឯងគេចិត្តណាចង់ឲ្យខ្ញុំរកឃើញគេកំពុងប្រឈមមុខនឹងខ្ញុំដោយចិត្តណាអូក្មេងស្រីពីការភ្នែកត្រឡប់មកវិញហើយឬកុំប្រាប់ថាអ្នកដតីលេងជាមួយឯងឆ្អែតហើយបោះបង់ឯងចោលបើនិយាយមិនចេះគួរតែបិទមាត់ទៅ
មីងហត់ហើយមែនទេចង់ឡើងទៅជន់លើសម្រាប់មុនទេក្នុងពិធីជប់លៀងប៉ុន្មានថ្ងៃទៀតខ្ញុំនឹងផ្ញើអំណោយធំមួយឲ្យអ្នកជាមិនខានពិតជាហត់បន្តិចមែនអីចឹងរំខានប្អូនជួយត្រៀមខ្ញុំឡើងទៅជន់លើផងមិនទាន់ប្រញាប់ជួយបងស្រីឡើងទៅជន់លើទៀតប៉ាមកដល់ហើយបងស្រីប្រយ័ត្នចិន្តាមនុស្សល្ងងអូយអាព្រះឲ្យប្អូនស្រីមិនអីទេមើលទៅអ្នកធ្វើម៉េចបានជាមិនប្រយ័ត្នបែបនេះជាយកអ្នកកំពុងលេងល្បិចអ្វីទៀតហើយមិនទាន់ប្រញាប់ក្រោកទៀតពូប្អូនស្រីមិនអីទេមិនអីទេអ្នកទៅបន្ទប់សម្រាប់សិនទៅប៉ាគាត់មិននឹកស្មានថាគាត់អាចមើលឃើញទេមុននេះយើងបានសម្លឹងមុខគ្នាគាត់ធ្វើពុតទាំងអស់ខ្ញុំតើខ្ញុំឡើងមកទីនេះដោយរបៀបណាខ្ញុំឡើងតាមជញ្ជាំងមកអ្វីទីនេះជាន់ទី2ណាអ្នកមីងគេងហើយឬនៅខ្ញុំមកពិភាក្សាជាមួយអ្នកអំពីថ្ងៃស្អែករឿងពិធីខួបកំណើតអ្នកមីងថ្ងៃស្អែកជាថ្ងៃខួបកំណើតគម្រប់22ឆ្នាំហើយក៏ជាថ្ងៃទទួលមរតកផងដែរឯកសារទាំងអស់បានរៀបចំរួចហើយអ្នកគ្រាន់តែត្រូវចុះហត្ថលេខានៅចំពោះមុខមេធាវីនិងក្រុមប្រឹក្សាដែលបានថែខ្ញុំអស់រយៈពេល2ឆ្នាំនេះថ្ងៃស្អែកក៏សូមរំខានពូជួយប្រាប់ទីតាំងឲ្យខ្ញុំផងក្មេងល្អអីចឹងទៅសម្រាប់បានឆាប់ថ្ងៃស្អែកជាថ្ងៃដ៏សំខាន់មួយមនុស្សនៅឯណាអាអ្នកណាជានរណាអូយម៉ែអើយអ្នកបានទាត់គេឆេងធ្លាក់ពីលើជណ្ដើរមែនទេមុននេះគាត់កាន់កាំបិតចង្អុលមករកអ្នកបើគេរកឃើញវិញតើយើងធ្វើម៉េចប្រញាប់ទៅអ្នកប៉ុន្មានថ្ងៃនេះសំខាន់ណាស់សម្រាប់ខ្ញុំមិនអាចឲ្យមានកំហុសអ្វីឡើយបើមានរឿងមិននឹកស្មានកើតឡើងមួយជីវិតនេះខ្ញុំនឹងមិនអភ័យទោសឲ្យអ្នកទេបានខ្ញុំទៅប៉ាមិនហើយគាត់គ្រាន់តែធ្វើជាជឿប៉ុណ្ណោះមែនទេបើមិនមែនដោយសារអ្នកនិយាយផ្ដេសផ្ដាសតើខ្ញុំអាចជន់ខុសជំហានធ្លាក់ពីជណ្ដើរបានទេប៉ាហេតុអ្វីប៉ាមិនអាចជឿខ្ញុំម្ដងតើអ្នកអាចធ្វើរឿងដែលមានប្រយោជន៍ខ្លះបានទេនៅក្នុងបណ្ដាំរបស់តាចាស់មិនមានចំណែករបស់យើងទេបើយើងយកទ្រព្យសម្បត្តិ10កន្លែងមិនបានយើងទាំងអស់គ្នានឹងត្រូវទៅសុំទានហើយបើអ្នកមិនជួយខ្ញុំទេក៏មិនអីដែរខ្ញុំនឹងរកវិធីបញ្ចេញកំហឹងដោយខ្លួនឯងហឹមទឹកដីរបស់ខ្ញុំស្ដាប់ឲ្យច្បាស់ទៅកុំទៅបង្ករឿងជាមួយឆៃអញ្ញ៉ៃនាងជាស្ត្រីរបស់ខ្ញុំបើមិនដូច្នោះទេខ្ញុំមិនធានាថានឹងធ្វើអ្វីខ្លះទេម្យ៉ាងទៀតរសជាតិនៃការស្លៀកពាក់របស់អ្នកពិតជាអាក្រក់ណាស់
ជាដំបូង Cheyenne និយាយជាមនុស្សដែលមានគំនិតឯករាជ្យមិនមែនជាកម្មសិទ្ធិរបស់អ្នកទេដូច្នេះខ្ញុំក៏មិនអាចចាត់ទុកនាងជារបស់អ្នកបានដែរបន្ទាប់មកខ្ញុំគោរពរសជាតិតែមួយគត់របស់អ្នកហើយសូមកុំវាយប្រហាររិះគន់ខ្ញុំចុងក្រោយគាត់ជារបស់ខ្ញុំប្រកាសជាមែនឈប់សិនរាយការណ៍ពីរឿងរបស់អ្នកធ្វើរួចហើយធ្វើតាមការណែនាំរបស់លោកខ្សែដេរនៅចំហៀងចង្កេះនិងស្រទាប់ខាងក្នុងត្រូវបានបន្ធូរឲ្យលងហើយល្អណាស់លោកស្រីជាខ្ញុំសូមទៅបន្ទប់ទឹកសិនមិននឹកស្មានថាရှេយយ៉ូនៅតែហ៊ានលេងល្បិចតូចតែទៀតទៅរកមើលក្នុងបន្ទប់មើលថាតើមានសម្លៀកបំពាក់សមរម្យនៅសល់ទេពូទី3និងមីងទី3ពួកគេមិនបានធ្វើដំណើរជុំវិញពិភពលោកជានិច្ចទេហេតុអ្វីបានជាស្រាប់តែត្រឡប់មកចូលរួមពិធីខួបកំណើតរបស់ហិនយេពិតជាធ្វើឲ្យខ្ញុំឈឺក្បាលមែនហើយស្លៀកពាក់មើលទៅអាក្រក់បែបនេះទៀតបងប្អូនមកពិភាក្សារឿងមួយជាមួយខ្ញុំបន្តិចហ្វេនសៀផ្ដល់ឱកាសឲ្យឯងហើយតែឯងមិនចេះប្រើទេអរគុណហើយបងប្អូនមិននឹកស្មានថាសម្លៀកបំពាក់របស់ម៉ាក់ខ្ញុំពាក់ហើយបែរជាសម្លឹងបំទៀតខ្ញុំបាននិយាយហើយថាខ្ញុំមិនដឹងទេអីចឹងហេតុអ្វីបានជាហ្វេនស៊ីស៊ើបអង្កេតឆែនយេខ្ញុំដឹងយ៉ាងម៉េចទៅចុះបើគាត់មានជំងឺផ្លូវចិត្តវិញពួកតាចាស់ឲ្យឯងថាត្រូវទេត្រូវហើយហេតុអ្វីខ្ញុំមិននឹកឃើញពីមុនទៅគ្មានវិធីទេឯងនឹងមានវិធីរបស់ឯងស្រីស្អាតតូចនោះនៅឯណាទៅរកឃើញហើយឯងចេញមកតាំងពីពេលណាមុននេះបន្តិចស្រីស្អាតហេតុអ្វីបានជាអ្នកតែងតែអត់អន់ចំពោះហ្វានស៊ីយូម្លេះតើអ្នកលងស្រឡាញ់គេហើយឬអ្នកកំពុងនិយាយអ្វីហ្នឹងកុំកិច្ចពីសំណួររបស់ខ្ញុំលោកលូយអ្នកអាចចាស់ទុំបន្តិចបានទេឥឡូវនេះខ្ញុំពិតជាគ្មានចិត្តគិតពីអ្នកទេរឿងស្នេហាអ្វីដែលគេហៅថាទាំងនោះអ្នកយល់ទេភ្នំនិងវាលព្រៃអ្នកជារបស់ខ្ញុំត្រូវតែជារបស់ខ្ញុំតែប៉ុណ្ណោះខ្ញុំមិនមែនជារបស់អ្នកទេហើយក៏មិនមែនជារបស់អ្នកណាដែរមើលទៅឥទ្ធិពលថ្នាំនៅតែមិនទៀងទាត់លោកមិនបានធ្វើអ្វីដាក់អ្នកទេមែនទេខ្ញុំមិនអីទេពិធីចិត្តចាប់ដើមហើយខ្ញុំទៅរៀបចំជាមុនសិនស្លឹកឈើជ្រុះតើអ្នកបានធ្វើអ្វីគ្នាតើខ្ញុំគួរសងសឹកយ៉ាងដូចម្ដេចចូលវាយប្រហារមុនមិនទេពួកគេប្រញាប់ប្រញ័រដល់ថ្នាក់នេះខ្ញុំនឹងរងចាំឲ្យពួកគេមករកខ្ញុំដោយខ្លួនឯងព្រះឲ្យលោកស្រីមុននេះលោកស្រីទៅណាពួកយើងបារម្ភស្ទើរស្លាប់ហើយសម្លៀកបំពាក់ខ្ញុំខូចដូច្នេះខ្ញុំទៅបដូរឈុតថ្មីអញ្ចឹងយើងប្រញាប់ចេញទៅគ្រប់គ្នាកំពុងរងចាំហើយបានហា
អ្នកកាន់តែស្អាតទៅហើយមួយរយៈទៀតអ្នកក៏អាចជួយឪពុកអ្នកបានហើយហា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 នៅតែត្រូវវឹកហាត់បន្ថែមទៀតលោកម្ចាស់អ្នកនាងអញ្ញាបានត្រៀមខ្លួនរួចហើយចេញមកលឿនខ្ញុំទន្ទឹងមិនចង់រងចាំទៀតទេហា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 ឲ្យមេធាវីត្រៀមខ្លួនបានហើយហ៊ីវឆេងអ្នកគិតថាបន្ទាប់ពីថ្ងៃនេះអ្នកនឹងលែងមានការព្រួយបារម្ភហើយឬគ្មានអ្នកណាប្រាប់ថាអ្នកនាងអញ្ញាស្អាតបែបនេះទេគួរឲ្យស្ដាយណាស់ស្រីស្អាតបែបនេះបែរជាពិការភ្នែកឪពុកធំម្នាក់នេះមកពីណាហេតុអ្វីបានជារាល់លើកអ្នកអាចគេចផុតពីគេបានស្អាតណាស់បងប្រុសនេះពិតជាសង្សារដ៏ផ្អែមល្ហែមរបស់ខ្ញុំមែនញ៉ាំឲ្យច្រើនហើយនិយាយឲ្យតិចមានន័យថាម៉េចស្រឡាញ់អ្នកប្រយ័ត្នមិនចេះរៀងស្ងួតសូមអរគុណអ្នកទាំងអស់គ្នាដែលបានអញ្ជើញមកចូលរួមពិធីនេះខ្ញុំក៏សូមអរគុណយ៉ាងជ្រាលជ្រៅថ្ងៃនេះមិនត្រឹមតែជាថ្ងៃខួបកំណើតរបស់ក្មួយស្រីខ្ញុំ CNE ប៉ុណ្ណោះទេក៏ជាថ្ងៃដ៏សំខាន់ដែលនាងទទួលមរតកផងដែរខ្ញុំមិននិយាយច្រើនទេសូមអញ្ជើញមេធាវីចាប់ផ្ដើមដំណើរការផ្ទេរទ្រព្យសម្បត្តិមរតកទៅឲ្យ CNE ដោយស្របច្បាប់លោកតាឆេបានបន្សល់ទុកមរតកតាមចន្ទៈក្នុងអំឡុងពេលដែលកញ្ញា CNE ពិការភ្នែកទ្រព្យសម្បត្តិមរតកទាំងអស់នឹងប្រគល់ឲ្យមូលនិធិ Trust គ្រប់គ្រងក្នុងអំឡុងពេលនេះប្រសិនបើកញ្ញា CNE ជួបឧបទ្ទហេតុណាមួយតែបណ្ដាលឲ្យស្លាប់ទ្រព្យសម្បត្តិនឹងត្រូវមូលនិធិ Trust បរិច្ចាគជូនសង្គមប្រសិនបើកញ្ញា CNE នៅតែមិនអាចព្យាបាលជាសះស្បើយក្នុងរយៈពេល2ឆ្នាំនោះទ្រព្យសម្បត្តិដែលស្ថិតក្នុងដៃកញ្ញា CNE នឹងត្រូវអ្នកអាណាព្យាបាលជាស្ត្រីគ្រប់គ្រងជំនួសទាំងស្រុងមានតែប៉ុណ្ណេះដោយសារខ្លឹមសារសំខាន់នៃមរតកត្រូវបានថតសម្លេងរួចហើយកញ្ញា CNE សូមអញ្ជើញមកខាងមុខដើម្បីបញ្ជាក់កញ្ញា Shi សូមអញ្ជើញដោយពិចារណាលើស្ថានភាពបច្ចុប្បន្នរបស់អ្នកតើអ្នកត្រូវការឲ្យខ្ញុំណែនាំអ្នកគ្រប់គ្រងអាជីពដែលសមស្របដើម្បីជួយអ្នកគ្រប់គ្រងទ្រព្យសម្បត្តិទេមិនបាច់ទេលោកមេធាវីយ៉ាងអញ្ញាគឺជាក្មួយស្រីបង្កើតរបស់ខ្ញុំទាំងរឿងផ្ទាល់ខ្លួននិងរឿងសាធារណៈការជួយគ្រប់គ្រងទ្រព្យសម្បត្តិរបស់នាងគឺជាកាតព្វកិច្ចតែខ្ញុំមិនអាចបដិសេធបានទេមីងថាយ៉ាងម៉េចលោកមេធាវីយ៉ាងសូមឲ្យខ្ញុំបិចមួយភ្នែករបស់អ្នកមីងកុំលេងទៀតអីមើលមិនឃើញផងយកបិចធ្វើអ្វីប្រញាប់ចុចស្នាមមេដៃទៅដើមឡើយខ្ញុំចង់ផ្ដល់ការភ្ញាក់ផ្អើលឲ្យមីងភ្នែករបស់ខ្ញុំបានស្ដារការមើលឃើញឡើងវិញហើយអ្នកនិយាយអ្វីទ្រព្យសម្បត្តិដែលលោកតាទុកឲ្យខ្ញុំមិនចាំបាច់ឲ្យអ្នកខ្វល់ទៀតទេឥឡូវមានទាំងលុយនិងសម្រស់មនុស្សមកសុំរៀបការស្ទើរតែជន់ទ្វារខូចហើយអ្នកថាខ្ញុំទៅចែកចង់ស្នេហ៍យ៉ាងម៉េចអ្នកនោះទេកុំស្រមៃច្រើនពេកទ្រព្យសម្បត្តិច្រើនបែបនេះមិនដឹងថាថ្ងៃក្រោយនឹងធ្លាក់ទៅលើកូនប្រុសផ្ទះណាទេមីងអ្នកអាចមើលឃើញបានពិតជារឿងល្អណាស់ប៉ុន្តែរឿងគ្រប់គ្រងទ្រព្យសម្បត្តិដូច្នេះត្រូវពិចារណាឲ្យបានវែងឆ្ងាយជាងនេះអ្នកនៅក្មេងនៅឡើយគ្មានបទពិសោធន៍ហើយស្ថានភាពពិតមានភាពស្មុគស្មាញខ្ញុំបាននិយាយហើយរឿងរបស់ខ្ញុំចាប់ពីពេលនេះទៅមិនបាច់ឲ្យអ្នកព្រួយបារម្ភទេយ៉ាងណាក៏ដោយនេះជាទ្រព្យសម្បត្តិរបស់ខ្ញុំអ្នកយល់ថាត្រូវទេល្អណាស់ល្អមែនទែនអ្នកមីងឆេទៅជាជីតាចាស់របស់អ្នកដែលស្លាប់ទៅហើយសុទ្ធតែចេះគិតគូរកញ្ញាមិនអីទេទោះអ្នកមើលឃើញក៏ដោយតើវាមានអ្វីខ្ញុំតែងតែមានវិធីធ្វើឲ្យអ្នកស្លាប់ដោយចៃដន្យដល់ពេលនោះអ្វីទាំងអស់នៅតែជារបស់ខ្ញុំលោកស្រីឆេមុនពេលលោកឆេទទួលមរណភាពនៅមានបណ្ដាំបន្ថែមមួយច្បាប់តែត្រូវអាននៅពេលនេះនៅមានបណ្ដាំទៀតឬសេចក្តីប្រកាសបណ្ដាំបន្ថែមប្រសិនបើលោកស្រីឆៃអញ្ញាជាសះស្បើយពីជំងឺត្រូវអនុវត្តតាមការភ្ជាប់ពាក្យជាមួយលោកវ៉ែនឆាវនឹងទៅចុះបញ្ជីអាពាហ៍ពិពាហ៍ជំនួសពួកគេទាំងពីរលោកវ៉ែនឆាវនឹងទទួលបានភាគហ៊ុន10របស់ Sheshe ជាភាគលាភភាគលាភនេះមានសុពលភាពតែខណៈពេលលោកស្រីឆៃអញ្ញានៅរស់ប៉ុណ្ណោះអ្នកនាង Sheshe ចំពោះលោកវ៉ែនគឺជាមនុស្សចិត្តសាមញ្ញគ្រួសារចុះសម្រុងគ្នាលោកតាសង្ឃឹមថាអ្នកអាចមានសុភមង្គលលោកតា
នេះគឺការយកពាក្យហ៊ុនទៅដូរនឹងការការពាររបស់គ្រួសារវ៉ែនចំពោះ Shai និយាយគិតគូរបានល្អមែនឆាប់ហើយរថយន្តសង្គ្រោះមានរឿងអ្វីកើតឡើងចុះការភ្ជាប់ពាក្យរបស់ខ្ញុំហាក្មេងល្ងងចូលចិត្តអំណោយនេះមែនទេស្អាតហើយមានលុយទៀតពេញមួយជីវិតខាងមុខអ្នកអាចរស់ដោយមិនបាច់ខំប្រឹងហើយកូនប្រុសប៉ានិងម៉ាក់របស់កូនទៅមុនហើយពួកយើងណាត់គ្នាទៅមើលកូនបងគាត់កំពុងដើរមករកខ្ញុំបងខ្ញុំមានអារម្មណ៍ដូចជាកំពុងសុបិនដកដៃរបស់អ្នកចេញពីខ្លួនខ្ញុំសួស្ដីខ្ញុំគឺគូដណ្ដឹងរបស់ខ្ញុំត្រូវបងប្រុសខ្ញុំលើកយកទៅហើយមិនត្រឹមត្រូវទេខុសប្រក្រតីខ្លាំងណាស់ឬមួយព្រោះគាត់មិនពេញចិត្តខ្ញុំទើបគូដណ្ដឹងរបស់ខ្ញុំក៏រងការខឹងដែរលោកលូសូមដាក់ខ្ញុំចុះលោកលូឯងកំពុងឈួតអីហ្នឹងការលុបចោលការភ្ជាប់ពាក្យមិនអាចទៅរួចទេឯងគ្រាន់តែពឹងថាខ្ញុំចូលចិត្តឯងទើបខ្ញុំមិនអាចធ្វើអ្វីឯងបានលោកលើកខ្ញុំមិននៅជាមួយវ៉ែនឆាវទេប៉ុន្តែមិនអាចលុបចោលការភ្ជាប់ពាក្យពេលនេះទេហើយខ្ញុំនឹងស្នាក់នៅទីនេះជានិច្ចរហូតដល់វ៉ែនសៀជាសះស្បើយមានរឿងអីខ្ញុំត្រូវពិភាក្សាជាមួយវ៉ែនសៀសិនដើម្បីរៀបចំឲ្យសមស្របនឹងការវិភាគរបស់អ្នកនៅថ្ងៃស្អែកពិបាកមែនទែនប្រញាប់ឡើងស្ថានភាពគឺបែបនេះលុយចង់មានពេលទំនេរនៅថ្ងៃស្អែកគ្មានបញ្ហាទេខ្ញុំនឹងឲ្យយ៉ាវឆេងលុបកិច្ចប្រជុំថ្ងៃស្អែកខ្ញុំនឹងសហការជាមួយអ្នកពេញកម្លាំងទៀតខ្ញុំបានតាក់ទងអ្នកគ្រប់គ្រងក្រុមទី5ហើយគាត់សង្ឃឹមថា2ខែក្រោយអ្នកនឹងត្រឡប់ទៅយាជួនហើយបន្តបញ្ចេញពន្លឺរបស់អ្នកគាត់តែងតែជៀសវាងមិនព្រមជួបខ្ញុំសម្រាប់ពេលវេលាខាងមុខរបស់ Shao Cheng តើអ្នកមានទំនុកចិត្តថានឹងត្រឡប់ទៅរកស្ថានភាពកំពូលវិញទេអរគុណអ្នកឆ្លងកាត់រឿងលំបាកបែបនេះអ្នកប្រកាសជាបានចំណាយកម្លាំងចិត្តច្រើនណាស់សម្រាប់អ្នកអ្វីទាំងអស់គឺមានតម្លៃឬមួយខ្ញុំគួរតែទៅដេកក្រោមគ្រែវិញមិនចាំបាច់គេងក្រោមគ្រែទេវាពិបាកណាស់ចិត្តណាល្អខ្ញុំមិនមែនជាបុរសសុភាពបុរសអីទេជួយផងសានយេហេតុអ្វីពេលគេងអ្នកទៅជ្រកក្នុងដៃអ្នកអត់ទេអញ្ចឹងអ្នកក៏ភ្ញាក់ដែរហាមែនហើយអ្នកមីងខ្ញុំជាបុរសធម្មតាម្នាក់ដែលចូលចិត្តអ្នកទុកចិត្តខ្ញុំខ្លាំងពេកហើយឬខ្ញុំគេងក្រោមគ្រែវិញល្អជាងបើមិនអីចឹងខ្ញុំមិនដឹងថានឹងកើតអ្វីឡើយចូលចិត្តខ្ញុំតែចូលចិត្តខ្ញុំទៀតមិនមែនសញ្ញាស្លឹកឈើជ្រុះមែនទេមានរឿងអីបេះដូងលោតលឿនណាស់ថ្ងៃនេះជាថ្ងៃល្អមួយបិទវាំងមិនទៅខ្ញុំងុយគេងស្លាប់ហើយវ៉ាវអ្នកចង់ធ្វើតែរឿងនេះមែនទេនេះមានន័យថាម៉េចអាលីនលីនិយាយថាទោះភ្នែកខ្ញុំជាសះស្បើយហើយក៏ដោយក៏នៅមានហានិភ័យដែលអាចមើលមិនឃើញគ្រប់ពេលដូច្នេះនេះគឺដើម្បីធានាសុវត្ថិភាពរបស់ខ្ញុំកុំមកបោកខ្ញុំអាកាសធាតុល្អណាស់ចូលទៅលឿនទៅមកទីនេះស្រួលខ្លាំងណាស់ហាខ្ញុំចាំថាអ្នកគ្រប់គ្រងមានអារម្មណ៍មួយបែប
មិនអីទេខាងនោះមានផ្សារទំនើបតើទៅទិញទឹកមួយដបទេលោកលូអ្នកគិតថាខ្ញុំមិនដឹងថាអ្នកខ្លាចអ្វីទេមិនបាច់ទេយើងទៅលេងកម្មវិធីបន្ទាប់មីងអ្នកខ្លាចទេមិនខ្លាចទេការនោះខ្ញុំចង់លេងណាស់អាចចូលទៅមើលជាមួយខ្ញុំបានទេបានលោកលូអ្នកចប់ហើយធ្វើបានដូចពិតមែនទែនពិតមែនអ្នកពិតជាមិនខ្លាចមែនទេមិនខ្លាចទេកុំថតខ្ញុំអ្នកណាកំពុងថតខ្ញុំទេទីនេះគ្មានពិភពទេមិននឹកស្មានថាអ្នកខ្លាចខ្មោចទេខ្ញុំមិនខ្លាចទេខ្ញុំមិនមែនជាមនុស្សកំសាកដូច Fancy You ទេFancy You អញស្អប់ឯងណាស់Fancy You ឯងកាច់ពេកហើយមើលថែកូនពិតជានឿយហត់ណាស់មិនបានទេខ្ញុំត្រូវទៅផឹកអ្វីមួយសិនខ្ញុំយកទឹកកលឹកមួយកែវធំនិងអលឹកពីដើមនៅសួនកំសាន្តផឹកភេសជ្ជៈកែវតែមួយលោកទៅស្លាប់ទៅមីងទី12គ្រប់យ៉ាងគឺដោយសារតែអ្នកឥឡូវនេះខ្ញុំគ្មានអ្វីសោះទៀតទេអ្នកនាំសំណាងអាក្រក់លោកភ្ញាក់ឡើងលោកភ្ញាក់ឡើងលោកខ្ញុំគួរធ្វើអ្វីជាមួយអ្នកគឺ Lois ដែលបានទទួលគ្រាប់កាំភ្លើងជំនួសអ្នកភ្ញាក់ហើយខ្ញុំនឹងចាក់ទឹកមួយកែវឲ្យនេះជាលើកដំបូងដែលខ្ញុំមានអារម្មណ៍ថាការមានវត្តមានរបស់ស្លឹកជ្រូកគឺជារឿងល្អមីងស្នេហារបស់លូយីគឺកក់ក្ដៅនិងត្រង់ទៅត្រង់មកប៉ុន្តែខ្ញុំវិញកំសាកណាស់ខ្វះភាពក្លាហានចិញ្ចៀននេះខ្ញុំបានត្រៀមទុកយូរហើយប៉ុន្តែខ្ញុំមិនដែលហ៊ានប្រគល់ឲ្យអ្នកទេលោកបានផ្ដល់ភាពក្លាហានឲ្យអ្នកមែនមនុស្សកំសាកនឹងបាត់បង់របស់ជាច្រើនអ្នកដែលតែងតែដណ្ដើមប្រជែងនឹងបន្តយកអ្វីទាំងអស់ទៅបន្តិចម្ដងអ្នកមិនចាំបាច់មានបន្ទុកក្នុងចិត្តទេខ្ញុំគ្រាន់តែចង់ប្រាប់អ្នកពីចិត្តរបស់ខ្ញុំមិនថាស្លឹកឈើជ្រុះឬជាខ្ញុំនិយាយរួមពួកយើងសុទ្ធតែជាមនុស្សតែម្នាក់អ្នកប្រកាសមែនទេប្រកាសថានឹងមានបុគ្គលិកលក្ខណៈបែកចេញមែនទេ Fancy You មនុស្ស Fancy You ដើមឡើយនៅក្នុងខ្លួនអ្នកមានអាចកំបាំងធំបែបនេះហាបើរឿងនេះត្រូវបានលាតត្រដាងម្ចាស់ពាក្យហ៊ុននឹងមិនអនុញ្ញាតឲ្យអ្នកកាន់កាប់ក្រុមហ៊ុនដេងឆេងទៀតឡើយហាលោកប្រធានអ្នកដែលយើងឲ្យតាមដាននិយាយថា Fan Ching Chun និងគូឆាំងបានជួបគ្នាភស្តុតាងបទឧក្រិដ្ឋរបស់ពួកគេរកមិនញីទេបន្តតាមដានរងចាំពួកគេបង្ហាញកំហុសវាប្រហារតែម្ដងឲ្យបានជោគជ័យបាទអ្នកបានប្រាប់ហើយថាប៉ុន្មានថ្ងៃនេះកុំប្រើខួរក្បាលច្រើនតែអ្នកមិនស្ដាប់គិតថាការចងចាំខ្សោយជារឿងតូចមែនទេប៉ុន្មានថ្ងៃនេះខ្ញុំតែងតែទទួលបានការចងចាំរបស់លូយេនេះជារឿងល្អណាស់បញ្ជាក់ថាអ្នកកំពុងទទួលយកវត្តមានរបស់គាត់ពិតមែនគាត់ក្លាហានជាងខ្ញុំមានសមត្ថភាពជាងខ្ញុំហើយអាចមើលថែអានអ៊ីបានល្អជាងខ្ញុំ
លោកស្រី She ស្ថានភាពរបស់ CU ឥឡូវនេះមិនល្អទេខ្ញុំខ្លាចថាថ្ងៃណាមួយគាត់នឹងបាត់ខ្លួនចុះការគ្រប់គ្រងដោយថ្នាំនិងការអន្តរាគមន៍ដោយបង្ខំរបស់ខ្ញុំវិញជំងឺផ្លូវចិត្តថ្នាំគ្រាន់តែជាជំនួយប៉ុណ្ណោះក្នុងស្ថានភាពដែលគាត់មិនទទួលស្គាល់ខ្លួនឯងបែបនេះរាងកាយនឹងត្រូវបុគ្គលិកលក្ខណៈរងកាន់កាប់សិទ្ធិគ្រប់គ្រងចំនួនដងដែលបុគ្គលិកលក្ខណៈដើមលេចឡើងនឹងកាន់តែតិចទៅរហូតដល់បាត់បង់អីចឹងខ្ញុំគួរធ្វើដូចម្តេចផ្ដល់ទំនុកចិត្តដល់គាត់ឲ្យបានច្រើនគាត់ត្រូវការអត្ថន័យនៃការរស់នៅល្អខ្ញុំយល់ហើយFancy you តើអ្នកកំពុងសុំជំនួយពីខ្ញុំតាមរយៈស្មារតីក្រមមនសិការមែនទេបងអ្នកមីងលើកមុនបងប្រុសខ្ញុំបានខឹងយ៉ាងខ្លាំងហើយនាំអ្នកទៅគាត់មិនបានស្ដីបន្ទោសអ្នកទេមែនទេគឺថាអ្នកកំពុងព្យាបាលជំងឺនៅកន្លែងបងប្រុសខ្ញុំនេះខ្ញុំមកគឺចង់អញ្ជើញអ្នកទៅមើលកុនខ្ញុំដឹងថាមានកុនថ្មីទើបចាក់ហើយភ្នែកអ្នកទើបជាសះស្បើយមិនអាចប្រើភ្នែកខ្លាំងពេកទេត្រូវហើយអញ្ចឹងយើងទៅស្ដាប់ការប្រគំតន្ត្រីសំឡេងរំខានពេកអញ្ចឹងទៅដល់លេងគួរតែបានហើយមែនទេអាកាសធាតុមិនល្អទេតើគេនឹងចេញទៅពេលណាទៀតអត់ធ្មត់បន្តិចទៀតខ្ញុំអត់ធ្មត់មិនបានទេមីងនេះជាខ្សែដែលខ្ញុំទិញជូនមីងពួកយើងនៅជាមួយគ្នាហើយអ្នកគ្មានរឿងអីទេក៏ចេញទៅឲ្យលឿនទៅអ្វីសុំទោសដែលមិនបានប្រាប់អ្នកពេលនេះខ្ញុំត្រូវការកិច្ចសន្យាអាពាហ៍ពិពាហ៍នេះដើម្បីធ្វើជាខែការពារបើអ្នកមិនព្រមខ្ញុំក៏អាចប្រកាសជាសាធារណៈថាយើងបានលុបចោលការភ្ជាប់ពាក្យពួកអ្នកលេងបែបនេះជាមួយខ្ញុំមិនបានទេខ្ញុំនឹងទិញរថយន្ត Sport Model ថ្មីបំផុតឲ្យអ្នកមិនអីទេខ្ញុំអាចសហការជាមួយអ្នកតាមកិច្ចសន្យាអាពាហ៍ពិពាហ៍នេះបានគ្រប់ពេលអ្នកចង់រក្សាវាទុកយូរប៉ុណ្ណាក៏រក្សាទៅអ្នកអាចទៅបានហើយកុំអីបើខ្ញុំត្រឡប់ទៅផ្ទះលឿនពេកឪពុកម្ដាយខ្ញុំប្រកាសជាសួរនេះសួរនោះមិនឈប់ទេប៉ុន្មានថ្ងៃនេះខ្ញុំនៅតែត្រូវមកញឹកញាប់ទៀតបងស្រីបងប្រុសខ្ញុំហាក់ដូចជាមិនសូវប្រក្រតីទេតើបងប្រុសខ្ញុំមានបញ្ហាត្រង់នេះឬកំពុងវាជាក្រុមហើយអញធ្វើអីបង Jungler លុយមែនតែនអញក៏ចេះលេងហ្គេមដែរហៅថាបងអីហៅថាប៉ាទៅតាំងពីការប្រជុំក្រុមហ៊ុនលើកនោះខ្ញុំមានអារម្មណ៍ថាមិនប្រក្រតីខ្ញុំគិតថាខ្ញុំបានរកឃើញរឿងមិនធម្មតាមួយតែងឆៅគុំស្មានផ្ដេសផ្ដាសបងប្រុសម្នាក់នោះរបស់ខ្ញុំនឹងមកពេលណាខ្ញុំចង់ឡើងរ៉ាងនិយាយសំឡេងទាបបន្តិចមែនហើយសំបីតែវ៉ែនឆៅក៏ចូលចិត្តគាត់ជាងដែរហេតុអីឯងមកទៀតហើយវ៉ាគាត់ទៅហើយបងអ្នកនឹងខ្ញុំប្រកួតមួយទល់មួយទេខ្ញុំលេងពូកែគួរសំណារឿងរកលុយខ្ញុំប្រហែលឈ្នះឯងមិនបានទេតែលេងហ្គេមមិនមែនជារឿងពិបាកសម្រាប់ខ្ញុំទេយកទូរស័ព្ទមកក្នុងមួយនាទីគាត់សម្លាប់ខ្ញុំបាន28ដង28ដងណាខ្ញុំសំបីតែមិនហ៊ានចេញពីមូលដ្ឋានទេឯងគ្មានមេត្តាធម៌សោះម្នាក់ចេះរកលុយខ្លាំងម្នាក់ទៀតចេះវាយតបខ្លាំងបន្ទប់ផ្លូវឲ្យគេរស់ទេមិនអាចបោះវាចោលចេញទៅទេពិតជារំខានមែនតែងឆេងបើឯងយំទៀតខ្ញុំនឹងបោះឯងទៅអាហ្វ្រិកជីការ៉េលោកតាឲ្យពួកយើងត្រឡប់ទៅញ៉ាំបាយថ្ងៃស្អែកខ្ញុំក៏ទៅដែរអែមលោកចាស់ចង់ជួបអ្នក
ត្រីងប់ញ៉ាំឲ្យច្រើនទៅថ្មីនេះឯងនឿយហត់ហើយអរគុណលោកពូផែនឪពុកម្ដាយឯងវិញពួកគាត់ទៅដើរលេងហើយមួយថ្ងៃទៅមួយថ្ងៃមិនដែលនៅផ្ទះទេហ្វេនស៊ីឯងមិនចេះគោរពវិន័យបន្តិចទេគាត់ជាប្អូនថ្លៃស្រីរបស់ឯងលោកពូទី2មើលថែខ្លួនឯងឲ្យល្អទៅប៉ាញ៉ាំបាយស្រួលទៅហ្វេនឆៅនៅទីនេះនៅឡើយមើលទៅដូចម្ដេចទៅលោកពូទី2កុំបន្តនិយាយទៀតមើលទៅហ្វេនឆៅក៏ទ្រាំមិនបានដែរបងប្រុសខ្ញុំពួកគេកាន់ដៃគ្នាហើយដើរចេញទៅឯងនេះល្ងងមែនតើអ្នកដឹងទេថាខ្លួនកំពុងនិយាយអ្វីគ្រប់គ្រាន់ហើយសំបីតែញ៉ាំបាយស្ងាត់ក៏មិនអាចបិទមាត់អ្នកបានទេទុកពេលឲ្យលូយាយ5នាទីចាស់តនេះមិនបានស្ដីបន្ទោសអ្នកមួយរយៈហើយដូច្នេះខ្លួនអ្នកចាប់ផ្ដើមរមាស់ហើយមែនទេពិតជាមនុស្សល្ងងមែនល្ងងដល់កម្រិតអ្នកនេះកម្រមានក្នុងលោកណាស់ហើយហេនៅមានមុខញ៉ាំបាយទៀតសំបីតែឲ្យអ្នកញ៉ាំលាមកក៏ច្រើនពេកសម្រាប់អ្នករស់នៅពិតជាខាត់ខ្យល់ដង្ហើមមែនអ្នកហើយលោកចាស់របស់អ្នកទៀតអាយុច្រើនហើយមិនមែនខួរក្បាលខូចទេកន្លែងបែបនេះហេតុអ្វីយកសម្រាប់ម្នាក់នេះមកឲ្យវាមកធ្វើឲ្យគេខ្ពើមតើអ្នកណាអាចញ៉ាំបាយបានល្អសៀវលូយេអូយលយមែនតែនជីតាខ្ញុំអ្នកមីងអ្នកលេងដៃចេញសិនថ្ងៃនេះជីតានឹងបង្រៀនចៅឲ្យចេះលោកចាស់កុំធ្វើហួសហេតុពេកអ្នកដេកលើអត់ទៅអានអ៊ីដេកលើក្រែឥឡូវនេះអញនៅតែមានឋានៈជាប្អូនថ្លៃរបស់អ្នកទោះបីជាដើម្បីព្យាបាលជំងឺអ្នកក៏ដោយប៉ុន្តែត្រូវប្រយ័ត្នពីឥទ្ធិពលបើខ្ញុំដឹងថាពួកអ្នកមិនប្រព្រឹត្តល្អខ្ញុំនឹងវាយបាក់ជើងអ្នកកុំបារម្ភអីតាខ្ញុំដឹងថាត្រូវធ្វើអ្វីឈួតមែនទៅបន្ទប់ទឹកមួយផ្លែតមិនបានទេចង់ធ្វើឲ្យអ្នកណាភ័យស្លាប់នឹងអាតាចាស់អ្នកចង់ជំនួសហ្វានស៊ីយូជារៀងរហូតមែនទេខ្ញុំអាចជួយអ្នកបានអ្នកវិញដេកលក់ស្រួលណាស់មិនមែនទេមែនមកទៀតហើយហ្វានស៊ីយូអូយខ្ញុំមិនបានឮសំឡេងតាដែលពេញដោយកម្លាំងបែបនេះយូរហើយសំឡេងខ្លាំងក្លាពេញទំហឹងតែម្ដងអាក្មេងកូនឈួតពាក្យខ្ញុំអ្នកយកទៅដាក់ខ្យល់អស់ហើយឬខ្ញុំប្រាប់ឲ្យអ្នកប្រយ័ត្នពីឥទ្ធិពលប្រាប់ឲ្យអ្នកឈប់វាយហើយឈប់វាយទៅមិនមែនទេតាចាស់អ្នកវាយខ្ញុំធ្វើអ្វីខ្ញុំបានធ្វើអ្វីអាអ្នកវាយខ្ញុំធ្វើអីខ្ញុំបានធ្វើអ្វីតាមិនមែនដូចដែលតាគិតទេហ្វានស៊ីយូអ្នកចាំមើលលោកតាបើលោកហ៊ានធ្វើម្ដងទៀតខ្ញុំនឹងមិនអត់អន់ទេអាកូនឈួតឯងនៅចង់បះបោទៀតផឹកទឹកមួយកែវទៅនេះគឺអរគុណដែលតែងតែចូលចិត្តខ្ញុំជួយខ្ញុំនិងគោរពខ្ញុំពេលនៅជាមួយអ្នកខ្ញុំមានអារម្មណ៍ធូរស្រាលណាស់ហើយមានសុភមង្គលណាស់
កុំគិតថាដោយសារជំងឺរបស់ខ្ញុំជឿខ្ញុំចុះខ្ញុំអាចបែងចែកបានថាអ្វីជាការចូលចិត្តហើយក្នុងក្រសែភ្នែកខ្ញុំអ្នកគឺជាមនុស្សក្លាហានបំផុតក្នុងលោកខ្ញុំស្មានថាអ្នកក៏ចង់មើលដែរហ្វេនសៀហេតុអ្វីអ្នកមិនទាន់ដេកលោកលោហេតុអ្វីអ្នកហៅឈ្មោះរបស់គាត់ហេតុអ្វីអ្នកជាអ្នកផ្ដួចផ្ដើមអបចង្កេះរបស់ហ្វេនសៀហេតុអ្វីហេតុអ្វីពួកយើងនៅជាមួយគ្នាហើយចុះបន្ទាប់មកពួកអ្នកនឹងសម្លាប់ខ្ញុំមែនទេយប់ជ្រៅហើយហេតុអ្វីមករកខ្ញុំងុយដេកស្លាប់ហើយទើបតែចង់ចូលគេងមានរឿងល្អមួយចង់ចែករំលែកជាមួយអ្នករឿងល្អអ្វីអ្នកនឹងស៊ីអានបាននៅជាមួយគ្នាហើយអូមិនបាច់អរគុណខ្ញុំខ្លាំងពេកទេនេះជាអ្វីដែលខ្ញុំគួរធ្វើប្រាកដណាស់ត្រូវអរគុណអ្នកហើយអរគុណអ្នកដែលមិនខ្វល់អ្វីទាំងអស់ហើយចង់សម្លាប់ខ្ញុំលោកយាយបោះបង់ការព្យាបាលហ្វានស៊ីយូឲ្យគេដេកលង់លក់ជារៀងរហូតហើយបាត់ពីលោកនេះមិនអាចទេបុគ្គលិកលក្ខណៈដើមរបស់រាងកាយនេះគឺហ្វានស៊ីយូអ្នកគ្រាន់តែជាយន្តការការពាររបស់ហ្វានស៊ីយូដែលបង្កើតបុគ្គលិកលក្ខណៈឆ្លាស់គ្នាពិតមាត់ខ្ញុំគឺជាខ្ញុំមិនមែនហ្វានស៊ីយូទេប៉ុន្តែជាលូយីងគុំលីនអ្នកមិនអីទេមិនអីទេខ្ញុំមិនអីទេសំណាងល្អកាលខ្ញុំនៅតូចខ្ញុំចូលចិត្តទុកដង្ហើមអរគុណលោកពូឡែមឈីងត្រឡប់មកប្រធានបទវិញលូយាយឥឡូវនេះមានគ្រោះថ្នាក់ខ្លាំងគេចង់ជំនួសអ្នកខ្លាចជាម្ចាស់រាងកាយនេះត្រៀមខ្លួនរួចហើយឬនៅរួចរាល់ហើយហ្វានស៊ីយូលើកនេះខ្ញុំនឹងធ្វើឲ្យអ្នកបាត់ពីពិភពលោកនេះអតីតកាលដែលអ្នកភ្លេចមានតែលោកប៉ុណ្ណោះក៏ដឹងដែរប្រសិនបើមុនពេលយើងរកឃើញការចងចាំនេះអ្នកជួបគ្រោះថ្នាក់ប្រហែលជាវាពិតជាអាចធ្វើឲ្យអ្នកធ្លាក់ក្នុងការគេងលក់ហេតុអ្វីមនុស្សមិនទាន់មកទៀតឈុតនេះថតដល់ទៅ3ដងហើយខ្ញុំគ្រាន់តែទទួលខុសត្រូវស្រែកពាក្យពីរបីឃ្លានោះមែនទេត្រូវហើយចងចាំគុំស្រែកខុសដឹងហើយមកហើយបើកភ្នែកមើល
ពួកអ្នកជាអ្នកណាកុំនិយាយច្រើនរត់រត់ឲ្យលឿនហេតុអ្វីបានជាខ្ញុំភ័យបារម្ភយ៉ាងនេះមើលទៅផែនការទទួលបានជោគជ័យណាស់យ៉ាងម៉េចតើអ្នកពេញចិត្តនឹងភាពស្មោះត្រង់របស់ខ្ញុំទេត្រាប់ណាអ្នកនិងខ្ញុំសហការគ្នាអ្នកអាចជំនួស Fancy You ជារៀងរហូតរស់នៅក្នុងពិភពលោកនេះទទួលយកអ្វីទាំងអស់របស់គេរួមទាំងអាហារនិងភាពសុខសាន្តអ្នកចង់បានអ្វីអ្នកទទួលស្គាល់ជំងឺរបស់អ្នកនៅក្នុងសន្និសីទសារព័ត៌មានដែលខ្ញុំរៀបចំហើយប្រកល់តំណែងប្រធានក្រុមហ៊ុនឲ្យខ្ញុំដោយស្ម័គ្រចិត្តចាប់ពីពេលនេះទៅរាងកាយនេះជាកម្មសិទ្ធិរបស់អ្នកតែម្នាក់គត់ទាំងស្រុងយើងម្នាក់ទទួលបានអ្វីដែលខ្លួនត្រូវការខ្ញុំសុំគិតសិនរូបថតរបស់គាត់ត្រូវបានតាចាស់បំផ្លាញអស់ហើយនេះជារបស់ដែលខ្ញុំខំរកបានយ៉ាងលំបាកខ្ញុំនឹងរងចាំដំណឹងល្អពីអ្នកអ្នកគឺ CU បើអ្នកនិងខ្ញុំសហការគ្នាអ្នកអាចជំនួស Fancy You បានជារៀងរហូតហើយរស់នៅក្នុងពិភពលោកនេះខ្ញុំមិនចង់បាត់ខ្លួនទេទោះបីធ្វើជាតួជំនួសរបស់ Fancy You ក៏ដោយមែនហើយខ្ញុំមុននេះប្រញាប់ពេកខ្ញុំបានប្រាប់លូយេអំពីរឿងដែលពួកយើងនៅជាមួយគ្នាបន្ទាប់ពីគាត់បានឬគាត់ក៏រត់ចេញទៅខ្ញុំមិនដឹងថាមានរឿងអ្វីកើតឡើងទេមិនអីទេខ្ញុំមិនបានត្រឡប់មកវិញដោយសុវត្ថិភាពហើយឬនៅតាមផ្លូវត្រឡប់មកវិញខ្ញុំក៏បានរៀបចំអំណោយមួយសម្រាប់អ្នកដែរខ្ញុំនឹងលាក់ទុកវានៅកន្លែងដែលនៅជិតដៃនៅជិតដៃគឺនៅណាអញ្ចឹងវាត្រូវមើលថាលោកស្រីស៊ីឆ្លាតឬអត់ហើយហឹមមិនប្រាប់ក៏បានអ្នកមានរឿងអ្វីគ្មានអ្វីទេមិនបានរៀបការទេមើលទៅ Fancy You ពិតជាលាក់ខ្លួនបាត់ហើយមនុស្សកំណាញ់មែនយើងអបអរគ្នាបន្តិចទៅអបអរអ្វីថ្ងៃដំបូងដែលយើងស្រឡាញ់គ្នាអញ្ចឹងអ្នកចង់អបអរយ៉ាងម៉េចធ្វើរឿងដែលគូស្នេហ៍គួរតែធ្វើរឿងដែលគូស្នេហ៍គួរតែធ្វើនេះហើយជារឿងដែលអ្នកថាគូស្នេហ៍គួរតែធ្វើទៅយើងធ្វើម្ហូបពីរមុខដោយខ្លួនឯងហើយអបអរឲ្យបានល្អបន្លែស្រស់ណាស់ល្ងាចនេះធ្វើប៉េងប៉ោះឆាល្អទេអ្នកចូលចិត្តម្ហូបជូរផ្អែមទេក៏បានដែរខ្ញុំគ្រាន់តែគិតថាមនុស្សស្រីដូចអ្នកប្រហែលជាចូលចិត្តអីចឹងធ្វើឆ្អឹងជ្រូកជូរផ្អែមមួយមុខទៀតទៅបានអ្នកមីងនេះជាប៉េងប៉ោះរបស់ខ្ញុំអ្វីរបស់អ្នករបស់ខ្ញុំអ្នកណាបងលុយមុនអ្នកនោះជាម្ចាស់ហ៊ានមកដណ្ដើមរបស់ខ្ញុំមែន
អ្នកមីងចាំខ្ញុំបន្តិចហ៊ានតែទទួលលុយពីគាត់មើលខ្ញុំមិនមែនជាមនុស្សដែលភ័យញីទេអ្នកក៏មិនដែលសួរមើលទេថាខ្ញុំមានឈ្មោះល្បីប៉ុណ្ណានៅផ្សារបន្លែនេះខ្ញុំនិយាយជាមួយអ្នកដោយសុភាពហើយនេះគឺខ្ញុំកំពុងទុកមុខឲ្យអ្នកកុំមកលូកលាន់លើសកម្រិតនៅទីនេះខ្ញុំនិយាយថាជារបស់ខ្ញុំគឺជារបស់ខ្ញុំសៀអីយ៉ាហេតុអ្វីស្រាប់តែមិនស្ថិរភាពបែបនេះលេងលយនិយាយថាក្នុងអំឡុងពេលដែលជំងឺធូរស្រាលបុគ្គលិកលក្ខណៈនឹងរួមបញ្ចូលគ្នាបន្តិចម្ដងមុននេះខ្ញុំទប់កំហឹងមិនបានបន្តិចខ្លាចអ្នកហើយមែនទេអត់ទេឲ្យតែអ្នកមិនអីគឺល្អហើយចង់ឲ្យអ្នកក៏ឲ្យទៅហេតុអ្វីត្រូវវាយគេទៀតមើលខ្ញុំបង្ហាញស្នាដៃឲ្យអ្នកមើលនៅមានឆ្អឹងជំនីជួបអែមួយមុខទៀតចាំខ្ញុំបន្តិចទៀតភ្លាមបានហើយកុំធ្វើទៀតល្អជាងមើលទៅនឿយហត់ណាស់អីចឹងធ្វើមិនបានបន្លែទាំងនេះខំទិញមកបានដោយលំបាកចាំខ្ញុំបន្តិចទៀតភ្លាមបានហើយប៉ុន្តែពេលនេះស្ថានភាពរបស់អ្នកមិនសូវស្ថិរភាពទេខ្ញុំខ្លាចមានហានិភ័យរីឲ្យខ្ញុំកាន់ដៃអ្នកហើយកុំធ្វើទៀតទៅមិនអីទេឥឡូវខ្ញុំមានអារម្មណ៍ល្អណាស់ប្រកាសជាមិនមានបញ្ហាទេអីចឹងក៏បានមិនអាចឲ្យពោស្លាប់បានទេថ្ងៃស្អែកយើងទៅមើលថ្ងៃរះជាមួយគ្នាណាមានរឿងអីបុកមាត់មើលទៅមិនសូវល្អសោះតែក៏ត្រជាក់បែបនេះទៀតមិនអីទេខ្ញុំមករដូវហើយ2 3ថ្ងៃទៀតក៏ជាសះស្បើយហើយមករដូវចាំបន្តិចមីងក្រោកឡើងផឹកទឹកស្ករត្នោតក្តៅបន្តិចទៅខ្ញុំរៀបចំខ្ញុំឃើញគេនិយាយតាមអ៊ីនធឺណិតថាពេលនេះគួរផឹកទឹកស្ករត្នោតអរគុណចិញ្ចៀននេះស័ក្តិសមនឹងអ្នកណាស់ក៏ជារបស់ដែលម្ដាយអ្នកទុកឲ្យអ្នកដែរមានរឿងអីអ្នកនិយាយអ្វីអ្នកគឺលូយេមែនទេរត់ចៅអីតើជឿដល់ថ្នាក់វង្វេងហើយឬស៊ីយូនៅឯណាស៊ីយូទៅណាហើយគេបានបាត់ខ្លួនហើយចាប់ពីពេលនេះទៅមានតែខ្ញុំម្នាក់ប៉ុណ្ណោះហេតុអ្វីអ្នកធ្វើបែបនេះ
មានតែយើងពីរនាក់ម្នាក់ប៉ុណ្ណោះដែលអាចរស់បានត្រូវតែមានម្នាក់បាត់ខ្លួនខ្ញុំហត់ហើយខ្ញុំទៅសម្រាប់មុនហើយតេងសេងជារបស់ខ្ញុំហើយលោកលឿននិយាយថាបុគ្គលិកលក្ខណៈរបស់សៀបានបាត់ខ្លួនមិនមែនថាបាត់ខ្លួនទេវាគឺជាការបិទខ្លួនឯងរបស់បុគ្គលិកលក្ខណៈនៅពេលទទួលរងការរំញោចត្រូវតែដាស់គាត់ឡើងវិញត្រូវស្វែងរករបួសផ្លូវចិត្តស្នូលរបស់គាត់ត្រូវដឹងថាកាលពីពេលនោះពិតជាមានរឿងអ្វីកើតឡើងទើបខ្ញុំអាចរៀបចំការព្យាបាលបំបត្តិភាពរសើបឲ្យសមស្របបានប៉ុន្តែមានតែលូយទេដែលដឹងរឿងនេះគ្មានវិធីផ្សេងទៀតទេយើងអាចប្រើការណែនាំផ្លូវចិត្តលើលោកលូរងចាំដល់ពេលគាត់ដេកលក់នៅពេលយប់ហើយឲ្យប្រធានក្រុមហ៊ុនភ្ញាក់ឡើងមួយរយៈខ្លីប៉ុន្តែនេះមិនមែនជាដំណោះស្រាយរយៈពេលវែងទេបានខ្ញុំនឹងសហការជាមួយអ្នកថ្ងៃនេះប្រធានក្រុមហ៊ុន Deng Sheng គឺ Van Xia ហាហាហាមានរឿងមួយចំនួនតាក់ទងនឹងអនាគតរបស់ក្រុមហ៊ុនហេតុអ្វីបានជាគាត់មកបង្ហាញខ្លួននៅកន្លែងធ្វើសន្និសីទកាសែតទៅលឿនសៀនិយាយមកខ្ញុំពិតជាចង់ប្រាប់អ្នកថ្ងៃនេះខ្ញុំពិតជាមានរឿងមួយត្រូវប្រកាសប៉ុន្តែមិនមែនតាក់ទងនឹងខ្ញុំទេហ្វានជីនសុងបានឈៀតប្រើអំណាចក្នុងទូនីតិគាត់បានយកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនទៅប្រើប្រាស់ជាយូរមកហើយបានខុបខិតជាមួយភាគីខាងក្រៅបណ្ដាលឲ្យកើតមានគ្រោះថ្នាក់សុវត្ថិភាពក្នុងគម្រោងកន្លែងផលិតអានជូអ្នកកំពុងនិយាយអ្វីផ្ដេសផ្ដាសចង់សម្លាប់អ្នកហើយឬលើពីនេះខ្ញុំបានប្រមូលភស្តុតាងទាំងអស់ដែលបង្ហាញថាហ្វានឈីងសុងពាក់ព័ន្ធនឹងបទល្មើសសេដ្ឋកិច្ចហើយដាក់ជូនប៉ូលីសរួចហើយចាប់ពីថ្ងៃនេះទៅដកហ្វានឈីងសុងចេញពីគ្រប់មុខតំណែងនៅក្នុងក្រុមហ៊ុនរុងរឿងខ្លាំងខ្ញុំនឹងមិនលើកលែងឲ្យអ្នកទេអ្នកឈួតអ្នកមានបញ្ហាអ្វីខ្ញុំមិនជឿថាស៊ីយូបានបាត់ខ្លួនទេមុនពេលស៊ីយូត្រឡប់មកវិញខ្ញុំនឹងប្រព្រឹត្តល្អចំពោះអ្នកយ៉ាងណាមិញអ្នកក៏ជាផ្នែកមួយរបស់គាត់ដែរតើអ្នកគ្រងនឹងប្រព្រឹត្តល្អចំពោះខ្ញុំយ៉ាងដូចម្តេចធ្វើរឿងដែលអ្នកចង់បញ្ចប់ឲ្យរួចសិនទៅខែមេសាខ្ញុំនឹងធ្វើឲ្យគ្រប់យ៉ាងត្រឡប់ទៅរកភាពត្រឹមត្រូវវិញនៅពេលដែលលូយីមានអារម្មណ៍ធូរស្បើយបំផុតពាក្យបញ្ជាអាម៉ាស់នេះជាពេលវេលាដ៏ល្អបំផុតសម្រាប់ដាក់ការណែនាំដោយសណ្ដំប៉ុន្មានថ្ងៃនេះខ្ញុំបានរៀបចំគ្រប់យ៉ាងស្ទើរតែរួចរាល់ហើយយប់នេះអាចសាកល្បងបានលោកលូអ្នកមានសុវត្ថិភាពហើយឥឡូវនេះសម្រាប់បានល្អឲ្យសាយាចេញមកនិយាយជាមួយខ្ញុំបន្តិចបានទេមីងសាយយកអ្នកភ្ញាក់ហើយ
តើខ្ញុំកើតអ្វីឡើងកុំនិយាយរឿងទាំងនេះអ្នកមានអារម្មណ៍យ៉ាងម៉េចនៅចាំទេថាមុននេះមានរឿងអ្វីកើតឡើងខ្ញុំសុបិនថាខ្ញុំនៅក្នុងព្រៃមួយខ្ញុំភ័យខ្លាចណាស់រត់អស់រយៈពេលយូរលោកខ្ញុំរត់ថាកាលពីអ្នកនៅក្មេងអ្នកត្រូវបានគេចាប់ជំរិតតើអ្នករត់គេចចេញមកបានដោយរបៀបណាហេតុអ្វីអ្នកសួររឿងនេះគ្រាន់តែចង់ដឹងអញ្ចឹងថ្ងៃស្អែកខ្ញុំនឹងប្រាប់អ្នកហេតុអ្វីខ្ញុំតែងតែវិលមុខបែបនេះហេតុអ្វីខ្ញុំតែងតែសម្លេងនាឡិការ៉ូតនេះខ្ញុំប្រើវាដើម្បីរំលឹកខ្លួនឯងឲ្យញ៉ាំថ្នាំអ្នកចិត្តខាងបានចេញថ្នាំឲ្យខ្ញុំបន្តិចដើម្បីការពារកុំឲ្យជំងឺរើឡើងវិញខ្ញុំទៅបន្ទប់ទឹកសិនខ្ញុំទៅបន្ទប់ទឹកសិនហេតុអ្វីខ្ញុំតែងតែអាចស្ដាប់យកសំឡេងរត់នេះស៊ីយូបានជួបអ្នកម្ដងទៀតល្អណាស់មានរឿងអ្វីហេតុអ្វីមើលទៅសោកសៅបែបនេះគ្មានអ្វីទេប្រហែលមកពីខ្ញុំនឹកអ្នកខ្លាំងពេកខ្ញុំក៏នឹកអ្នកខ្លាំងដែរអូមែនទែនថ្ងៃនេះពេលអ្នកដើរចេញពីព្រៃតើអ្នកបានឃើញរឿងរ៉ាវពីមុនទេមើលទៅអ្នកមិនទាន់អាចចេញពីវាបានទេមិនអីទេថ្ងៃស្អែកគេនឹងប្រាប់ខ្ញុំថាតើមានអ្វីកើតឡើងចំពោះអ្នកដល់ពេលនោះអ្នកនឹងជាសះស្បើយទាំងស្រុងបន្ទាប់ពីអ្នកជាសះស្បើយយើងរៀបចំពិធីមង្គលការនៅខាងក្រៅហើយមានកូន2នាក់ទៀតល្អបំផុតគឺប្រុសម្នាក់ស្រីម្នាក់ខ្ញុំពិតជាបានត្រៀមមានរឿងអ្វីស្រីស្អាតតូចស្រីស្អាតតូចស្លឹកឈើជ្រុះពួកគេកើតអ្វីឡើងហេតុអ្វីបានជាក្រោកឡើងលឿនម្ល៉េះលេងខ្ញុំទៅពួកគេកើតអ្វីឡើង
ខ្ញុំមិនចង់ចែករំលែកពេលវេលានិងរាងកាយជាមួយគេទេកុំគិតថាខ្ញុំនឹងបាត់ខ្លួននៅពេលណាខ្ញុំគ្រាន់តែចង់នៅជាមួយអ្នកជារៀងរហូតតាមដែលអ្នកបានប្រាប់អ្នកមិនឲ្យខ្ញុំប្រើអំពើហិង្សាដូច្នេះខ្ញុំមិនបានប្រើទេអ្នកមិនឲ្យខ្ញុំខឹងដូច្នេះខ្ញុំបានទប់កំហឹងរបស់ខ្ញុំប៉ុន្តែហេតុអ្វីអ្នកនៅតែជ្រើសរើសគេអ្នកពិតជាចង់ឲ្យខ្ញុំបាត់ខ្លួនមែនទេបានហើយឥឡូវខ្ញុំនឹងប្រាប់អ្នកថាកាលពីពេលនោះពិតជាមានរឿងអ្វីកើតឡើងអាចឈួតពេលរត់គេចក៏នៅតែត្រូវគេចាប់ត្រឡប់ទៅវិញមិនយូរប៉ុន្មានខ្ញុំក៏បានបង្ហាញខ្លួនលោកយេលែងមាននៅលើលោកនេះទៀតហើយខ្ញុំនិងហ្វានឈីងសុងអាចមានតែម្នាក់ប៉ុណ្ណោះដែលនៅរស់មានខ្ញុំគ្មានគេចាប់ពីពេលនេះទៅខ្ញុំនឹងអត្តសញ្ញាណរបស់ហ្វានឈីងសុងចំណែកហ្វេនសៀទុកឲ្យគាត់បាត់ទៅចោះពួកអ្នកកុំបន្តធ្វើការសម្រកម្មទៀតវាគ្មានប្រយោជន៍ទេខ្ញុំនឹងមិនអនុញ្ញាតឲ្យគាត់បង្ហាញខ្លួនទៀតទេអ្នកសុខសប្បាយហើយយើងត្រឡប់ទៅវិញចោះអ្នកធ្វើឲ្យខ្ញុំជឿហើយឈឺខ្ញុំក៏ឈឺដែរច្បាស់ណាស់ថាពួកយើងដូចគ្នាទាំងអស់ខ្ញុំដូចគាត់ខ្ញុំក៏ចេះឈឺនិងចេះសោកសៅដែរសូម្បីតែខ្ញុំឈឺចាប់និងសោកសៅជាងគាត់ទៅទៀតប៉ុន្តែហេតុអ្វីបានជាគ្រប់គ្នាចូលចិត្តគាត់អ្នកដែលផ្ទុកការចងចាំគឺខ្ញុំអ្នកដែលរត់គេចចេញពីភ្នំជ្រៅក៏ជាខ្ញុំសូម្បីតែក៏ជាខ្ញុំដែរប៉ុន្តែហេតុអ្វីអ្នកដែលគ្រប់គ្នាឈឺចិត្តជំនួសគឺគាត់អ្នកប្រាប់ខ្ញុំមកថាហេតុអ្វីលោកលូកុំធ្វើបែបនេះកុំចាក់ចេញពីខ្ញុំនេះជារបស់ខ្ញុំខ្ញុំគឺវ៉ែនសៀអ្នកមានសិទ្ធិអ្វីមករារាំងខ្ញុំមិនឲ្យបោះចោលរបស់ខ្ញុំបើអ្នកធ្វើឲ្យខ្ញុំបាត់បង់គ្រប់យ៉ាងអ្នកក៏មិនទទួលបានអ្វីដែរចូលធ្វើអ្វីទៀតបើកឡានទៅចាំគាត់ស្លាប់ទៅអ្វីទាំងអស់នឹងក្លាយជារបស់អ្នកហេតុអ្វីយូរម្លេះរំខានមែនទែនចិនបាត់ខ្លួនហើយរាយការណ៍ទៅប៉ូលីសហើយតាមរកទីតាំងលោកម្ចាស់រថយន្តបានបើកចូលតំបន់ដែលកាមេរ៉ាមិនអាចថតបានហើយគាត់ក៏បានបន្សល់តម្រុយคล้ายៗជាច្រើនពេលនេះយើងមិនអាចវិភាគបានទេថាគាត់នឹងទៅតាមផ្លូវណាបើចេញទៅវិភាគត្រូវការពេល3ថ្ងៃពួកអសមត្ថភាពទាំងនេះគ្មានវិធីផ្សេងទៀតទេការវិភាគកវិទ្យានិងការរៀបចំទិន្នន័យគឺជាជំនាញរបស់ប្រធានតារាបណាប្រធានភ្នាក់ឡើងយើងអាចរកឃើញកន្លែងដែលអ្នកស្រី Shea ត្រូវបានធ្វើឲ្យសន្លប់ដោយ hypnosis គាត់បាននិយាយថាក្នុងចិត្តអ្នកមានការប្រឆាំងរួចហើយវាគ្មានប្រសិទ្ធភាពទេខាង Fancy ប្រហែលជាច្របូកច្របល់រញ៉េញ៉ៃហើយមែនទេពួកគេបានរាយការណ៍ទៅប៉ូលីសហើយដំណើរការនេះងាយស្រួលមែន
ប្រញាប់កំចាត់គាត់ទៅទើបយើងអាចយកលុយបានខ្លាចអ្វីខ្ញុំបានរៀបចំតម្រុយคล้ายៗជាច្រើនហើយពួកគេមិនអាចរកឃើញទីនេះបានទេកាលពីមុនយើងអាចសម្រាប់មេគ្រួសារឆាយដោយគ្មានអ្នកណាដឹងនិងបងប្រុសរបស់ខ្ញុំថ្ងៃនេះក៏អាចសម្រាប់ក្មេងស្រីតូចម្នាក់នេះបានដែរឥឡូវនេះខ្ញុំនឹងផ្ដល់កាដូធំមួយទៀតដល់ក្មួយប្រុសជាទីស្រឡាញ់របស់ខ្ញុំហ្វានស៊ីយូឬខ្ញុំទេតើអ្នកនឹងលាក់ខ្លួនដល់ពេលណាទៀតរាល់ដងតែងតែបែបនេះពេលជួបបញ្ហាអ្នកតែងតែដកខ្លួនថយចេញមកអ្នកជាមនុស្សកំសាកនិងគ្មានប្រយោជន៍ខ្ញុំសូមអង្វរហ្វានស៊ីយូចេញមកសម្លាញ់តូចរបស់អ្នកត្រូវការអ្នកពេលវេលាមិននៅសល់ទេលោកគ្រូអ្នកណាមីងទី4កូនល្អម៉ាក់ក្នុងក្រសែភ្នែកម៉ាក់កូនគឺជាមនុស្សក្លាហាននិងសប្បុរសបំផុតម៉ាក់សុំទោសហេតុអ្វីត្រូវសុំទោសកូនធ្វើបានល្អណាស់ម៉ាក់ទើបតែគួរសរសើរកូនមិនបង្ខំខ្លួនឯងហើយការពារខ្លួនឯងឲ្យបានល្អគឺជាជម្រើសដ៏ត្រឹមត្រូវបំផុតមិនខុសពីកូនប្រុសដែលម៉ាក់បានចិញ្ចឹមមកទេម៉ាក់នឹងមានមោទនភាពចំពោះកូនជានិច្ចបានហើយកូនគួរតែចេញទៅហើយនៅខាងក្រៅនៅមានមនុស្សសំខាន់ជាងនេះដែលត្រូវការកូនម៉ាក់កូនត្រូវចងចាំម៉ាក់នឹងមានមោទនភាពចំពោះកូនជានិច្ចចៅឆឹងបង្ហោះវីដេអូនោះម្ដងទៀតយកទាំងអស់អ្នកគូឆឹងអ្នកគិតថាបើជួយគេសម្រាប់ខ្ញុំអ្នកនឹងបានលុយមែនទេឥឡូវនេះគេបានបាត់បង់គ្រប់យ៉ាងហើយបើខ្ញុំស្លាប់អ្នកនឹងជាអ្នកបន្ទាប់ដែលគេសម្លាប់បំបិទមាត់គេចង់ឲ្យមនុស្សគ្រប់គ្នាកប់ជាមួយគេគូឆឹងកុំស្ដាប់គេនិយាយផ្ដេសផ្ដាសចាប់គេមនុស្សល្ងងមិនប្រញាប់ដេញទៀតឆាប់ឡើងរត់ឲ្យលឿនជាងនេះទៅរកគេនៅកន្លែងបញ្ចុះគេរត់មិនឆ្ងាយទេចំណុចសំខាន់ស្វែងរកតំបន់ភាគពីរយកឲ្យហ្មត់ចត់នៅក្បែរព្រៃឈើនិងអណ្ដូងរ៉ែដែលគេបោះបង់ចោលនៅតំបន់ជីក្រុងយល់ហើយហ្វានស៊ីយូមិនអាចគេចវាទៀតបានទេ
ឈប់ឡានផ្លូវនេះបិទហើយជិះចេញសុំទោសតែពួកយើងបានទទួលលុយហើយថ្ងៃនេះគ្មានអ្នកណាអាចឆ្លងកាត់បានទេលោកលូយេដល់វេនអ្នកហើយទីបំផុតក៏ដល់វេនខ្ញុំហើយបំបែកវាឲ្យខ្ទេចចូលមកទាំងអស់គ្នានិយាយមកមនុស្សនៅឯណាខាងមុខមានផ្ទះបោះបង់ចោលមួយពួកគេនៅខាងក្នុងគេរត់ទៅខាងនោះហើយចាប់គេឲ្យបានហាមឲ្យគេរត់គេចឡើយលែងខ្ញុំរត់ទៅខ្ញុំចង់មើលថាអ្នកអាចរត់ទៅណាទៀតចាំគេបានសួរខ្ញុំហើយឬលូយេគឺជាអ្នកមនុស្សឆ្កួតស៊ុនស៊ុនសូមលើកលែងឲ្យពូទី2ទៅពូទី2ខុសហើយបើអ្នកលែងពូទី2ពូនឹងប្រើមួយជីវិតដើម្បីលុបបាបចង់លុបបាបមែនទេខ្ញុំនឹងប្រាប់អ្នកពីវិធីអ្វីក៏បានចង់លុបបាបក៏ទៅស្លាប់ទៅកុំធ្វើបែបនេះលោកលូលែងដៃទៅលែងឲ្យលឿនកុំសង្ឃឹមថានឹងទទួលបានការអភ័យទោសពីពួកយើងអ្នកមិនមែនដឹងថាខ្លួនខុសទេអ្នកគ្រាន់តែគិតថាខ្លួនចិត្តស្លាប់ប៉ុណ្ណោះដូច្នេះអ្នកបានលូបបាបនៅក្នុងគុកទីនោះគឺជាទីបញ្ចប់របស់អ្នកគឺភាពសុខសាន្តនៅចាំទេខ្ញុំធ្លាប់និយាយថាចង់មើលថ្ងៃរះបំណងប្រាថ្នានៅក្នុងបញ្ជីរបស់អ្នកមែនហើយនេះជាចុងក្រោយហើយលោកលូអ្នកស្អាតតូចតាមពិតហ្វេនសៀភ្ញាក់ពីយូរហើយគេជាអ្នកស្ម័គ្រចិត្តប្រគល់រាងកាយឲ្យខ្ញុំប្រហែលគេចង់ឲ្យខ្ញុំលាគ្នាជាមួយអ្នកឲ្យបានល្អបើខ្ញុំមិនមែនជាផ្នែកដែលត្រូវបានបំបែកចេញពី Fern Pavilion ទេតើអ្នកនឹងលងស្រឡាញ់ខ្ញុំទេអ្នកស្អាតតូចខ្ញុំជាសម្លេងថតអ្នកស្អាតតូចកុំភ្លេចខ្ញុំឲ្យសោះអរុនសួស្ដីលោកហ្វេនអរុនសួស្ដីអ្នកស្អាតតូចYou have been slain អ្នកលេងបែបនេះមានបញ្ហាហើយនិយាយដូចជាអ្នកចេះអីចឹងមកអ្នកលេងទៅ
មានរឿងអីខ្ញុំចង់ឃើញស្រមោលដែលធ្លាប់ស្គាល់អ្នកកាន់តែមានចរិតដូចក្មេងហើយមានឬប្រហែលជាមានមើលទៅ